អាកែនាយកលីនតង្វើរបស់អ្នកចង់ផ្ដាច់ចំណងទាំងស្រុងជាមួយស្វាមីហ៊ូស៊ីមីងមែនទេត្រូវហើយខ្ញុំក៏ចង់ដកហូតតំណែងជាប្រធានក្រុមហ៊ុនហ៊ូពីហ៊ូស៊ីមីងផងដែរហើយដកការវិនិយោគរាប់សិបពាន់លានពីគាត់វិញមិនទុកឲ្យមួយសេនឡើយអាកែនាយកលីនបើដូច្នេះមែនស្វាមីរបស់អ្នកនឹងត្រូវប្រឈមមុខនឹងការសងជំនួយចិត្តយ៉ាងច្រើនហើយក្រុមហ៊ុនក៏នឹងខ្សែធនទៅតាមនោះដែរអ្វីដែលខ្ញុំចង់បានគឺចង់ឲ្យគាត់មិនសល់អ្វីទាំងអស់បុរសដែលស្រឡាញ់គ្នា10ឆ្នាំពេលនេះខ្ញុំជ្រើសរើសបំផ្លាញគាត់ចោលទាំងស្រុងអ្នកប្រហែលជាគិតថាខ្ញុំដាច់មេត្តាពេកហើយតែមានហេតុផលតែមួយគត់ដែលធ្វើឲ្យមនុស្សស្រីខ្លាចជាមនុស្សខុសគឺដោយសារស្វាមីរបស់នាងប៉ាន់ក្បត់នាងអ្នកនាងចេញទៅធ្វើការឆ្ងាយជាងកន្លះឆ្នាំពេលត្រឡប់មកវិញនៅមិនភ្លេចទិញកាដូជូនអ្នកនាងពិតជាល្អចំពោះលោកប្រធានហ៊ូខ្លាំងណាស់មិនអីទេស៊ីមីងក៏ល្អចំពោះខ្ញុំដែរ10ឆ្នាំនេះដើម្បីការពារកិត្តិយសរបស់លោកប្រធានអ្នកនាងបានលាក់បាំងអត្តសញ្ញាណជាអ្នកស្នងរដ្ឋត្រកូលយីហើយលួចប្រើប្រាស់ហិរញ្ញវត្ថុដើម្បីវិនិយោគរាប់សិបពាន់លានឲ្យក្រុមហ៊ុនហ៊ូទៀតតើអ្នកនាងមានគម្រោងប្រាប់លោកប្រធានអត្តសញ្ញាណពិតរបស់អ្នកនាងពិតជាលាក់បាំងយូរណាស់មកហើយអញ្ចឹងចាំដល់ពិធីជប់លៀងប្រចាំឆ្នាំលើកនេះធ្វើឲ្យគាត់ភ្ញាក់ផ្អើលតែម្ដងទៅត្រឡប់ទៅផ្ទះយីជាប្រធានក្រុមហ៊ុនហ៊ូដ៏ធំមួយសោះបែរជាត្រូវនិស្សិតស្រីដែលស្រវឹងស្រាម្នាក់អូសឡើងក្រែទៅវិញនិយាយថានាងក៏ជាអ្នកដែលឯងជួយឧបត្ថម្ភទៀតផងបើប្រពន្ធកាច់ដូចខ្លារបស់ឯងដឹងរឿងធំមិនខានហា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 មែនហើយតាមខ្ញុំគិតសប្បាយតែមួយយប់បានហើយឆ្លៀតពេលដែលនាងអាននៅមិនទាន់ដឹងប្រញាប់កាត់ផ្ដាច់ទំនាក់ទំនងជាមួយនាងទៅឈួតយកកុំប្រាប់ពួកយើងណាថាឯងពិតជាលងស្រឡាញ់ក្មេងស្រីដែលឯងឧបត្ថម្ភនោះមែននោះពួកឯងទាំងអស់គ្នាបិទមាត់ឲ្យចិត្តទៅរឿងនេះដាច់ខាតមិនអាចឲ្យនាងអានដឹងជាដាច់ខាតអូនសម្លាញ់មិនក៏អូនត្រឡប់មកមុនអញ្ចឹងបន្ទាប់ពីហ៊ូស៊ីមីងនិងសិនស៊ីរូចំណាយពេលមួយយប់ជាមួយគ្នារូបភាពឯកជនជាច្រើនត្រូវបានបែកធ្លាយសិនស៊ីរូគឺជានិស្សិតស្រីដែលបងជួយឧបត្ថម្ភអ្នកទាំងពីរស៊ីមីងពួកយើងមានការបន្តិចពួកយើងទៅសិនហើយអូនសម្លាញ់វាមិនមែនដូចអ្វីដែលអូនគិតទេថ្ងៃនោះបងគ្រាន់តែស្រវឹងស្រានៅក្លឹបខ្លាំងពេកបងច្រឡំថានាងជាអូនបងនិងនាងមិនមានទំនាក់ទំនងអ្វីនឹងគ្នាទេគ្មានទំនាក់ទំនងអីរូបភាពលើក្រែរបស់អ្នកត្រូវបានគេបង្ហោះពេញទូរទស្សន៍ហើយនៅថាគ្មានទំនាក់ទំនងទៀតអូនសម្លាញ់អូនស្ដាប់បងបកស្រាយសិនបងនិងនាងមានតែម្ដងនឹងគត់ចុះយ៉ាងម៉េចទៀតដូច្នេះអូនយកយកដល់មនោសញ្ចិតណាប្តីប្រពន្ធ10ឆ្នាំរបស់យើងអូនអភ័យទោសឲ្យបងម្ដងនេះទៅបងសន្យាថានឹងកាត់ផ្ដាច់ជាមួយនាងឲ្យដាច់ស្រឡះបងដាច់ខាត់មិនឲ្យនាងមកបង្ហាញមុខនៅចំពោះមុខអូនទៀតទេបានទេអូនសម្លាញ់បងពិតជាមិនអាចរស់នៅដោយគ្មានអូនទេហ៊ូស៊ីមីងនេះជាលើកទី1ហើយក៏ជាលើកចុងក្រោយដែរបាទបងសន្យាបងដាច់ខាត់មិនឲ្យមានកំហុសនេះទៀតទេដាច់ខាត់មិនឲ្យមានទេពិធីជប់លៀងរំលឹកខួបរបស់លោកម្ចាស់និងលោកស្រីតែងតែរៀបចំដោយផ្ទាល់ជារៀងរាល់ឆ្នាំសូម្បីតែលិខិតអញ្ជើញក៏សរសេរដោយផ្ទាល់ដៃដែរពិតជាយកចិត្តទុកដាក់មែនពិធីជប់លៀងនេះពិតជាសំខាន់សម្រាប់ខ្ញុំណាស់ហើយវាក៏ជាវិធីតែមួយគត់ដែលខ្ញុំអាចរំលឹកដល់ពួកគាត់ដែរអូមែនហើយលោកប្រធានហ៊ូចូលចិត្តផឹកស្រាក្រហមបដូរស្រាសំប៉ាញ់ក្នុងមើលនុយជប់លៀងទៅជាស្រា Romani Conti វិញទៅចាសប្រហែលជាលោកប្រធានហ៊ូត្រឡប់មកវិញហើយខ្ញុំទៅមើលសិនសួស្ដីបងស្រីខ្ញុំឈ្មោះសិនស៊ីរូនាងមានផ្ទៃពោះហើយចាសកូននេះជារបស់បងស៊ីមីងកូនជារបស់ស៊ីមីង
កូននេះពិតជាកូនរបស់បងស៊ីមីងមែនប៉ុន្មានខែនេះណាបងស៊ីមីងតែងតែមើលថែខ្ញុំនិងកូនក្នុងផ្ទៃជានិច្ចគាត់ពិតជាយកចិត្តទុកដាក់ណាស់បងសន្យាថានឹងកាត់ផ្ដាច់ជាមួយនាងឲ្យដាច់ស្រឡះអូនទុកចិត្តចុះបងដាច់ខាតមិនឲ្យមានកំហុសនេះទៀតទេតាមពិតគាត់តែងតែបោកប្រាស់ខ្ញុំសោះបងស្រីតាមពិតទៅពួកយើងរៀបនឹងបែកគ្នាហើយប៉ុន្តែបងស៊ីមីងនិយាយថាគាត់តែងតែទ្រាំមិនបានក៏មកតាមរកខ្ញុំគាត់ប្រាប់ថាតាំងពីបានជួបខ្ញុំលើកដំបូងមកគាត់ក៏វង្វេងនឹងខ្ញុំបាត់ទៅហើយបងស៊ីមីងកន្លះឆ្នាំមកនេះគាត់ពិតជានឿយហត់ណាស់ថ្ងៃច័ន្ទពុធសុក្រត្រូវកំដរខ្ញុំនឹងកូនថ្ងៃអង្គារប្រហបត់សៅរ៍ត្រូវទៅបោកបញ្ឆោតបងទៀតបងស្រីបងក៏គួរតែយកយល់គាត់ឲ្យបានច្រើនដូចខ្ញុំដែរទើបត្រូវបងស្រីគឺមកពីខ្ញុំខុសទាំងអស់បើចង់បន្ទោសខ្ញុំទៅចុះឆាប់ងើបឡើងនាងអានអូនដឹងអស់ហើយនេះឬដែលបងហៅថាកាត់ផ្ដាច់ដាច់ស្រឡះលួចលាក់ធ្វើឲ្យនាងមានពោះហើយពេលនេះថែមទាំងបណ្ដោយឲ្យនាងមកបញ្ជូសបដិស័កខ្ញុំដល់ផ្ទះទៀតបងមិនមែនមានចិត្តណាលាក់បាំងអូនទេបងខ្លាចថាអូនមិនអាចទទួលយកបានភ្លាមស៊ីរូនាងគ្រាន់តែចង់មានកូនជាមួយបងប៉ុណ្ណោះប៉ុន្តែស៊ីរូពិតជាបានលះបងដើម្បីបងច្រើនណាស់ដូច្នេះពិធីជប់លៀងសប្តាហ៍ក្រោយត្រូវតែឲ្យនាងទៅចូលរួមនោះគឺជាពិធីជប់លៀងរំលឹកដល់ឪពុកម្ដាយខ្ញុំបងចង់ឲ្យស្រីញីម្នាក់ទៅចូលរួមនាងអានពិធីជប់លៀងលើកនេះគឺជាឱកាសដ៏ល្អបំផុតដើម្បីឲ្យនាងអាចចូលចុះក្នុងសង្គមចាំបាននាងអាចឈរជើងយ៉ាងរឹងមាំនៅទីក្រុងប៉េកាំងបានហើយបងនឹងលែងខ្វល់ពីនាងទៀតហើយអូនជាមនុស្សយោគយល់គេអូនប្រកាសជាយល់ពីបងហើយខ្ញុំស្មានថាការទម្លាក់សេចក្តីថ្លៃថ្នូរនឹងអាចដូរមកវិញនូវភាពស្មោះត្រង់ប៉ុន្តែចុងក្រោយគឺគ្រាន់តែបោកប្រាស់ខ្លួនឯងប៉ុណ្ណោះខ្ញុំមិនយល់ទេហើយក៏កាន់តែមិនយល់ព្រមដែរខ្ញុំកាន់តែមិនអាចបណ្ដោយឲ្យស្រីញីនេះទៅធ្វើឲ្យប្រឡាក់កន្លែងសក្ការៈឪពុកម្ដាយខ្ញុំជាដាច់ខាតបងស៊ីមីងបើបងស្រីមិនយល់ព្រមក៏ហីទៅចុះខ្ញុំជាមនុស្សដែលគ្មានឈ្មោះបោះសម្លេងមិនទៅធ្វើឲ្យបងបាក់មុខទេហេតុអ្វីបានជាបន្តងាយថ្នានេះមកនៅនឹងនាងអូនេះបងស៊ីមីងជាអ្នកឲ្យខ្ញុំទេគាត់ប្រាប់ថាវាអាចជួយការពារខ្ញុំនិងកូនឲ្យមានសុវត្ថិភាពនិងសុខភាពល្អនេះជារបស់ដែលខ្ញុំឡើងចិន្តា900កម្មដើម្បីសុំឲ្យបងខ្ញុំថាវាបាត់ហើយមិននឹកស្មានថាបងយកវាទៅឲ្យនាងសោះនាងអានបន្តសុវត្ថិភាពនេះបើស៊ីរូចូលចិត្តក៏ឲ្យនាងទៅចុះចាំបងសុំឲ្យអូនមួយទៀតក៏បានតោះវាចេញមកនាងអានបងប្រាប់ម្ដងទៀតតោះវាចេញមកចាសោះសុំទោសបងស្រីខ្ញុំពិតជាមិនដឹងថាវាជារបស់បងទេខ្ញុំសងបងវិញឥឡូវនេះហើយបងស៊ីមីងមិនអីទេមែនទេសុំទោសបងស្រីខ្ញុំពិតជាមិនដឹងថាវាជារបស់បងទេបងចង់ជាដាក់ខ្ញុំមកបានតើគ្រប់គ្រាន់ហើយស៊ីរូគ្រាន់តែអចេតណាប៉ុណ្ណោះម្យ៉ាងនាងក៏បានសុំទោសអូនរួចហើយដែរមែនទេមិនក៏អូននៅតែមិនយកទឹកក្តៅទៅជាដាក់នាងទៀតនាងឌឺដងខ្ញុំបងមើលមិនឃើញទេធ្វើឲ្យខូចរបស់ខ្ញុំបងមើលមិនឃើញទេមានមហិច្ឆតាចង់បំផ្លាញពិធីជប់លៀងដ៏សំខាន់របស់ខ្ញុំបងមើលមិនឃើញទេមើលឃើញតែខ្ញុំមិនយកគេមែនទេអូនពិតជាឡូឡាគ្មានហេតុផលមែនស៊ីរូពួកយើងទៅទុកឲ្យនាងនៅស្ងប់ស្ងាត់ម្នាក់ឯងទៅប៉ាម៉ាក់កុំបារម្ភអីពិធីជប់លៀងរំលឹកខួបរបស់ប៉ាម៉ាក់កូនដាច់ខាតមិនបណ្ដោយឲ្យមនុស្សដែលមិនគួរមករំខានភាពស្ងប់ស្ងាត់របស់ប៉ាម៉ាក់ជាដាច់ខាតនិយាយមកបានបងយល់ព្រមតាមអូនបងមិនឲ្យស៊ីរូទៅទេប៉ុន្តែនាងយ៉ាងណាក៏កំពុងពោះកូនរបស់បងដែរបើអូនមិនឲ្យនាងទៅទេនាងប្រកាសជាមានអារម្មណ៍ថាខ្លួនឯងដូចជាអ្នកអត់ទេអញ្ចឹងចុះយ៉ាងម៉េចទៀតដូច្នេះបងក៏ឲ្យគេលុបចោលពិធីជប់លៀងនោះទៅធ្វើបែបនេះអ្នកទាំងពីរនឹងមិនបាច់មានអារម្មណ៍មិនល្អទៀតទេមែនទេនេះជាពិធីជប់លៀងរំលឹកដល់ឪពុកម្ដាយខ្ញុំគ្រាន់តែខ្លាចស្រីញីម្នាក់នោះមានអារម្មណ៍មិនល្អក៏លុបចោលពិធីជប់លៀងអញ្ចឹងបងស៊ីមីងបងឆាប់មកនេះកូនធាក់អូនហើយបានហើយស្រេចតែអូនគិតទៅចុះស៊ីរូមិនសូវស្រួលខ្លួនបងត្រូវទៅមើលថែនាងហើយ
ហ៊ូស៊ីមីងទំនុកចិត្តចុងក្រោយរបស់ខ្ញុំចំពោះលោកក៏ត្រូវបានបំផ្លាញអស់ដែរអគ្គនាយកយីនតើអ្នកពិតជាចង់ដកហូតតំណែងប្រធានក្រុមហ៊ុនរបស់លោកហ៊ូមែនទេខ្ញុំសូមរំលឹកអ្នកម្ដងទៀតឯកសារនេះនៅពេលចុះហត្ថលេខារួចលោកហ៊ូនឹងលែងមានកន្លែងឈរជើងក្នុងវិស័យនេះទៀតហើយមែនហើយអគ្គនាយកយីនយ៉ាងណាក៏គាត់ជាស្វាមីរបស់អ្នកដែរសូមអ្នកគិតឲ្យបានច្បាស់លាស់សូមអង្វរចុះបងស្រីបងពិតជាគិតថាបងស៊ីមីងស្រឡាញ់បងមែនឬបើដឹងខ្លួនឆាប់ចាក់ចេញទៅដើម្បីជាការសម្របសម្រួលដល់គ្រួសារដែលមានសមាជិក3នាក់របស់យើងទោះបីជាខ្ញុំមានផ្ទៃពោះក៏ដោយបងស៊ីមីងនៅតែនៅកំដរខ្ញុំរាល់យប់ដែរចំណែកអ្នកនៅជាមួយគ្នា10ឆ្នាំអ្នកមិនមានផ្ទៃពោះទេច្បាស់ណាស់ថាគាត់ធុញទ្រាន់នឹងស្ត្រីចំណាស់ដូចជាអ្នកយូរមកហើយមែនទេសៀរូនិយាយត្រូវអរគុណដែលបានដាស់តឿនខ្ញុំមនុស្សស្រីដែលឆ្លាតមិនគួរស្ទាក់ស្ទើរចំពោះការក្បត់របស់ស្វាមីនោះទេផ្ទុយទៅវិញគួរតែឲ្យនាងទទួលខុសត្រូវការបង្ហោះសារនៅក្នុងសាលារៀនគឺអ្នកជាអ្នកធ្វើមែនទេសៀរូនាងចិត្តល្អណាស់ហេតុអ្វីអ្នកត្រូវតែបំផ្លាញនាងទៅបានចិត្តការបង្ហោះសារអ្វីពិតប្រាកដណាស់គឺអ្នកជាអ្នកមួលបង្កើតការបង្ហោះសាររបស់ខ្ញុំអំពីនាងមិនមែនខ្ញុំជាអ្នកធ្វើទេបើមិនមែនអ្នកតើជានរណាខ្ញុំបានប្រាប់ហើយសៀរូគ្រាន់តែជានិស្សិតស្រីដ៏បរិសុទ្ធម្នាក់ប៉ុណ្ណោះហេតុអ្វីអ្នកត្រូវតែគៀបសង្កត់នាងខ្លាំងម្ល៉េះយន្តការពីទាំងនេះគឺខ្ញុំជាអ្នកសុំឲ្យអ្នកទាំងអស់ចាត់ទុកថាមិនមានអ្វីកើតឡើងចុះអ្នកក៏គួរតែចេះគិតខ្លះដែរអ្នកឆាប់ឲ្យគេទៅលុបការបង្ហោះទាំងនោះចេញទៅកុំធ្វើបាបសៀរូទៀតហ៊ូស៊ីមីងលោកស្ដាប់ខ្ញុំឲ្យច្បាស់របស់ហុកខ្វក់ខ្ញុំមិនដែលចង់បានទេរួមទាំងលោកផងដែរអូនអែមបងខ្វក់ពួកយើងរៀបការ10ឆ្នាំបងមិនល្អចំពោះអូនទេបងបាននិយាយហើយសម្រាប់សៀរូគ្រាន់តែជាការទទួលខុសត្រូវប៉ុណ្ណោះមនុស្សដែលបងស្រឡាញ់មានតែអូនម្នាក់គត់អូនចង់ឲ្យបងធ្វើយ៉ាងម៉េចលួចមានកូនជាមួយស្រីផ្សេងនៅពីក្រោយខ្នងខ្ញុំនេះហៅថាស្រឡាញ់ខ្ញុំនោះគ្រាន់តែជារឿងអចិន្ត្រៃយ៍ណាប៉ុណ្ណោះកូនគ្មានកំហុសទេបងអាចមិនទទួលខុសត្រូវឬមួយក៏អូនមិនអាចមានកូនបានក៏មិនឲ្យបងមានកូនដែរនាងអានពួកយើងមិនមានកូនក៏មិនអីដែរបងមានតែអូនគឺគ្រប់គ្រាន់ហើយលោកប្រធានហ៊ូមិនក៏លោកអាចនិយាយដាក់លោកស្រីបែបនេះពិតជាធ្វើឲ្យឈឺចាប់ណាស់មីងលីជូនភ្ញៀវចេញជំនួយការលីនជួយរៀបចំឯកសារលែងលះមួយច្បាប់ឲ្យខ្ញុំផងលោកស្រីមិនស្រួលហើយលោកប្រធានហ៊ូបាននាំសិនសៀរូមកនៅទីនេះហើយទាំងឡូឡាថាចង់រៀបចំតុបតែងផ្ទះឡើងវិញទៀតស្អីគេហ៊ូស៊ីមីងពិតជាធ្វើហួសហេតុពេកហើយហ៊ូស៊ីមីងលោកមានន័យយ៉ាងម៉េចប្រញាប់លើកដំកើងស្រីញីម្លេះនៅមិនទាន់លែងលះគ្នាផងរៀបចំប្លន់យកសម្បុកហើយមែនទេអូនសម្លាញ់សៀរូចិត្តដល់ថ្ងៃសម្រាលហើយបងទទួលនាងមកនៅទីនេះក៏ដើម្បីងាយស្រួលក្នុងការមើលថែនាងដែរគ្រាន់តែបន្ទប់មួយប៉ុណ្ណោះកុំកំណាញ់ពេកមើលកំណាញ់ហ៊ូស៊ីមីងនេះជាផ្ទះរបស់ខ្ញុំមិនមែនជាសម្បុកស្នេហ៍របស់អ្នកនិងស្រីញីនោះទេយករបស់របរទាំងអស់នេះនិងស្រីញីរបស់អ្នកចេញពីផ្ទះខ្ញុំទៅគ្រប់គ្រាន់ហើយអូនកុំភ្លេចអ្វីដែលអូនមាននៅពេលនេះគឺអ្នកណាជាអ្នកផ្ដល់ឲ្យអូនបងដឹងថាអូនច្រណែនដែលសៀរូមានកូនរបស់បងទើបអូនតែងតែធ្វើបាបនាងបែបនេះបងជាបុរសដែលប្រកាន់ទំនៀមទម្លាប់ចាស់ក្រុមហ៊ុនហ៊ូត្រូវការអ្នកស្នងតំណែងអូនយល់ទេអូនមើលនេះបងនិងសៀរូបានពិភាក្សាគ្នារួចហើយពេលកូនកើតមកនឹងឲ្យមកនៅក្រោមឈ្មោះអូនស្របពេលដែលអូនមិនអាចមានកូនបានបែបនេះអូនអាចធ្វើជាម្ដាយបានយ៉ាងងាយស្រួលហើយកាលពីមុនខ្ញុំលះបង់ដើម្បីជួយសង្គ្រោះលោកពេលនេះបែរជាคล้ายជាកំបិតចាក់ទម្លុះបេះដូងខ្ញុំទៅវិញបងនិងសៀរូចង់បានកូននេះក៏ដើម្បីតែអូនដែរណាដើម្បីបំពេញភាពសោកស្ដាយដែលអូនមិនអាចធ្វើជាម្ដាយគេបានអូនយល់ទេ
នេះជាបន្ទប់ដាក់របស់របរពុកម្ដាយខ្ញុំបើគ្មានការអនុញ្ញាតពីខ្ញុំតើអ្នកណាហ៊ានចូលទៅបងស្រីបងត្រឡប់មកវិញហើយអូបងស៊ីមីងបានប្រាប់ហើយខ្ញុំអាចរើសបន្ទប់មួយណាក៏បានតាមចិត្តដើម្បីធ្វើជាបន្ទប់ទារកខ្ញុំមើលទៅបន្ទប់នេះមានពន្លឺចូលល្អបំផុតហើយស័ក្តិសមឲ្យកូននៅបំផុតទើបខ្ញុំរៀបចំកែច្នៃវាបន្តិចបន្តួចបងស្រីប្រហែលជាមិនប្រកាន់ទេមែនទេនេះជាបន្ទប់ដាក់របស់របរពុកម្ដាយខ្ញុំនាងហ៊ានយ៉ាងម៉េចសុំទោសបងស្រីខ្ញុំលែងហ៊ានទៀតហើយស៊ីរូអូនមិនអីទេមែនទេយូហ៊ានឆាប់ទៅយកថ្នាំក្រហមមកឲ្យនាងមកជើងនេះរបួសហើយបើមិនអញ្ចឹងទេពេលមុខរបួសជាវានឹងក្លាយជាសម្លាក់ឆាប់ឡើងហ៊ូស៊ីមីងលោកខ្វាក់ភ្នែកហើយមែនទេតើសម្លាក់របស់នាងសំខាន់ឬរបស់របរពុកម្ដាយខ្ញុំសំខាន់ជាងសុំទោសបងស្រីខ្ញុំមិនដឹងថាបន្ទប់នេះសំខាន់ចំពោះបងដល់ថ្នាក់នេះទេបើដឹងពីដំបូងក៏មិនវាយកំទេចដែរស៊ីរូក៏បានសុំទោសអូនរួចហើយដែរមែនទេហើយអូនដល់ថ្នាក់នឹងឬអូនដល់ថ្នាក់ត្រូវតែប្រកាន់ខឹងខ្លាំងម្ល៉េះខ្ញុំប្រកាន់ខឹងបន្ទប់នេះសំខាន់សម្រាប់ខ្ញុំប៉ុណ្ណាលោកមិនដឹងទេមិនទាន់មានការអនុញ្ញាតពីខ្ញុំលោកមានសិទ្ធិអីឲ្យនាងចូលមកវីឡាមួយនេះគឺជារបស់ត្រកូលហ៊ូនាងចង់កែបន្ទប់មួយណាត្រូវសុំការអនុញ្ញាតពីអូនដែរឬខ្ញុំបានរៀបចំបន្ទប់មួយយ៉ាងពិសេសដើម្បីទុករបស់ប៉ាម៉ាក់ពួកយើងបងធានាចំពោះអូនបន្ទប់មួយនេះក្រៅពីអូនចេញគ្មានអ្នកណាអាចចូលទៅបានទេអែមថែមទាំងរបស់ទាំងនេះជារបស់មនុស្សស្លាប់តាក់នៅទីនេះវាចង្រៃណាស់ខ្ញុំជួយបោះវាចោលមិនល្អទេទុកចោលក៏ខាតតែកន្លែងដែរបោះសម្អាតចេញវាល្អសម្រាប់មនុស្សគ្រប់គ្នាមិនល្អមិនមែនលោកជាអ្នកសម្រេចទេបងស៊ីមីងកូនរបស់ខ្ញុំអូនឈួតហើយអូនចង់សម្លាប់កូនបងនាងអានអូនចូលចិត្តប្រើហិង្សាមែនទេថ្ងៃនេះបងនឹងឲ្យអូនដឹងពីលទ្ធផលនៃការប្រើហិង្សាអូនគ្រាន់តែអាងថាបងស្រឡាញ់អូនទើបអូនហ៊ានប្រហានបែបនេះមែនទេបងប្រាប់អូនចុះពេលណាដែលអូនដឹងកំហុសខ្លួនឯងពេលនោះចាំចេញមកហាឃុំនាងនៅខាងក្នុងមិនឲ្យបញ្ជូនគ្រូពេទ្យទៅទេបងស៊ីមីងអូនខ្លាចណាស់កុំខ្លាចអីថ្ងៃក្រោយបងមិនឲ្យអ្នកណាមកធ្វើបាបអូននិងកូនទៀតទេWe are like លោកស្រីលោកប្រធានហ៊ូបានឃុំអ្នកនៅក្នុងផ្ទះមួយខែនេះមិនឲ្យជួបគ្រូពេទ្យទៀតចំណែកខ្លួនឯងបែរជានាំសិនស៊ីរូទៅចូលរួមកម្មវិធីធំជាច្រើនឃើញច្បាស់ថាមិនបានទុកអ្នកក្នុងកែវភ្នែកតតែសោះ
ល្អណាស់អញ្ចឹងខ្ញុំនឹងរៀបចំកាដូដ៏ធំមួយសម្រាប់គ្រួសារអ្នកទាំង3ហ៊ូស៊ីមីងទុកឲ្យចំណងអាពាហ៍ពិពាហ៍របស់យើងបញ្ចប់ក្នុងពិធីជប់លៀងប្រចាំឆ្នាំនេះចុះនាងអានហាហានាងអានមកហើយនាងអានក្រុមហ៊ុនដំណើរការបានល្អបែបនេះពិតជាអរគុណកូនហើយឆ្នាំនេះកូនហត់នឿយទៀតហើយប៉ានិងម៉ាក់បានឃើញទាំងអស់មែនហើយចាំចប់ពិធីជប់លៀងត្រឡប់ទៅផ្ទះម៉ាក់នឹងធ្វើម្ហូបឆ្ងាញ់ឲ្យកូនញ៉ាំចុះស៊ីមីងវិញប៉ាក្មេកម៉ាក់ក្មេកទៅតែត្រឡប់មកពីបរទេសមើលទៅប្រហែលជានៅមិនទាន់ដឹងពីអត្ថភាពរបស់សិនស៊ីរូទេប៉ាម៉ាក់តាមពិតខ្ញុំនឹងស៊ីមីងអេស៊ីមីងក្មេងនេះមកពីណាអេស៊ីមីងក្មេងនេះមកពីណាចុះស្រីម្នាក់នេះជានរណាអេយ៉ាកម្មវិធីបែបនេះមិនក៏ឯងនាំអ្នកអតីមកម៉ាក់ស៊ីរូមិនមែនជាអ្នកអតីទេជំរាបសួរលោកពូអ្នកមីងនេះជាកូនរបស់ខ្ញុំនិងបងស៊ីមីងជាចៅប្រុសបង្កើតរបស់លោកពូអ្នកមីងស្អីគេមិនមែនទេដឹងលោកប្រធានហ៊ូបែរជាមានកូនក្រៅខោណាស់មើលមុខមិនដឹងចិត្តមែនលោកប្រធានហ៊ូខាងក្រៅមើលទៅដូចជាមិននឹកស្មានថាអាក្រក់បែបនេះសោះបងស្រីខ្ញុំនៅមិនទាន់មានពេលប្រាប់បងនៅឡើយទេកូននេះទៅតែកើតមិនបានប៉ុន្មានទេបងមើលចុះគេគួរឲ្យស្រឡាញ់ណាស់បងស៊ីមីងនិយាយថាច្រមុះនេះស្រដៀងគាត់ភ្នែកស្រដៀងខ្ញុំចំណែកមាត់គេនេះខ្ញុំគិតថាស្រដៀងបងស្រីដែរណានាងអានឲ្យតែថ្ងៃក្រោយអូននៅឲ្យស្ងៀមបន្តិចមិនទៅរកបង្កបញ្ហាដល់ស៊ីរូទេពួកយើងទាំងពីរនឹងនៅតែផ្អែមល្ហែមដូចពីមុនអញ្ចឹងសូម្បីតែកាន់តែមានសុខមង្គលជាងមុនទៀតផងបងស្រីកុំបារម្ភអីខ្ញុំដាច់ខាតមិនដណ្ដើមសេចក្តីស្រឡាញ់របស់បងស៊ីមីងទេកូនរបស់ខ្ញុំក៏ឲ្យទៅបងឲ្យគេហៅបងថាម៉ាក់ធំចុះប៉ាម៉ាក់នាងប្រដៅនាងបែបនេះឬនៅចំពោះមុខខ្ញុំដែលជាប្រពន្ធដើមមកអួតពីកូនដែលកើតជាមួយប្តីខ្ញុំមែនហើយយ៉ាងម៉េចមេមន់ចាស់ដែលមិនអាចបង្កើតកូនបានម្នាក់បើជាខ្ញុំប្រញាប់ទៅរកកន្លែងបុកក្បាលស្លាប់បាត់ទៅហើយមិនក៏នៅមានមុខមកឈរនៅទីនេះទៀតនាងអានស៊ីរូទៅតែកើតកូនរួចអូននៅហ៊ានវានាងទៀតកូនចង្រៃហាមមកធ្វើបាបនាងអានណាប៉ាម៉ាក់នៅតាមចិត្តនាងតែខ្ញុំមិនតាមចិត្តនាងទេនាងអានបងប្រាប់អូនឲ្យដឹងស៊ីរូនិងកូននេះគឺជាខ្សែបន្ទាត់ក្រហមរបស់បងបើអូនហ៊ានប៉ះពាល់ពួកគេសំបីតែមួយម្រាមដៃពួកយើងលែងលះគ្នាល្អតាត្រូវនឹងបំណងខ្ញុំហើយស្អីគេតាមបំណងលោកចុះខ្ញុំចង់លែងលះជាមួយលោកអូននិយាយស្អីហ្នឹងមិនត្រឹមតែប៉ុណ្ណោះទេខ្ញុំថែមទាំងចង់ឲ្យលោកចេញទៅដោយខ្លួនទេទៀតផងលោកប្រធានហ៊ូក៏អញ្ចឹងដែរពិធីជប់លៀងក្រុមហ៊ុននាំស្រីញីមកនេះមិនមែនជាការបង្ខំឲ្យការនិយោគយាមសម្លេងធ្វើបាបគេពេកហើយនាងអានគឺស៊ីមីងគេធ្វើខុសនឹងកូនមុនបើសិនជាកូនចង់លែងលះជាមួយគេមែននោះម៉ាក់គាំទ្រកូនមែនប៉ាក៏គាំទ្រកូនដែរកូនតែងតែជាកូនស្រីរបស់យើងជានិច្ចកូនប្រុសចង្រៃនេះពួកយើងក៏មិនយកដែរប៉ាម៉ាក់នាងអានរករឿងដោយគ្មានហេតុផលក៏ហីទៅចុះហេតុអ្វីបានជាប៉ាម៉ាក់ក៏ទៅតាមនាងដែរលែងលះគឺលោកជាអ្នកសុំមុនមិនក៏បែរជាថៃខ្ញុំរករឿងដោយគ្មានហេតុផលទៅវិញមិញនេះបងគ្រាន់តែនិយាយទាំងខឹងប៉ុណ្ណោះបងមានប្រពន្ធល្អផ្ទះល្អមិនចង់ត្រឡប់បងទៅលែងលះធ្វើអីហឺបងប្រាប់អូនចុះចាំស៊ីរូបង្កើតកូននេះរួចនាងនឹងទៅបាត់ហើយអូននៅតែជាលោកស្រីហ៊ូរបស់អូនដដែលជីវិតពួកយើងគ្រាន់តែមានកូនម្នាក់ថែមមកវាមានអីមិនល្អទេលោកយកកូនដែលកើតជាមួយអ្នកដទៃមកបំពេញឲ្យខ្ញុំនៅគ្រួសារដ៏ពេញលេញមួយឬនាងអានលះបងដើម្បីឯងច្រើនណាស់មិនក៏ឯងអាចនៅចំពោះមុខមនុស្សច្រើនបែបនេះមកប្រមាថនាងជាសាធារណៈអញ្ចឹងកូនចង្រៃមុខមាត់ពួកយើងត្រូវឯងបំផ្លាញខ្ទេចអស់ហើយខ្ញុំគ្មានអ្វីត្រូវនិយាយជាមួយលោកទៀតទេព្រមព្រៀងលែងលះមានពីរច្បាប់ដូចគ្នាអាពាហ៍ពិពាហ៍របស់យើងមកដល់ត្រឹមនេះចុះបងមិនយល់ព្រមទេបងប្រាប់អូនថាបងមិនយល់ព្រមលែងលះទេរឹតតែមិនស៊ីញ៉ៃដែរមិនបាច់ឲ្យលោកស៊ីញ៉ៃទេលោកមានសហាយស្មន់ក្នុងពេលរៀបការមានភស្តុតាងច្បាស់លាស់ខ្ញុំបានប្តឹងសុំលែងលះទៅតុលាការរួចហើយនេះជាសាលក្រមការលែងលះមានសុពលភាពហើយអូនពិតជាចង់លែងលះជាមួយបងមែនឬព្រះឲ្យលោកប្រធានហ៊ូត្រូវគេបង្ខំឲ្យលែងលះហើយ
បងស្រីបងគ្រាន់តែយកការថយក្រោយមកធ្វើជាការដើរទៅមុខមែនទេយកការលែងលះមកគំរាមចង់បង្ខំឲ្យខ្ញុំនិងកូនបងស៊ីមីងចេញទៅមែនទេនាងអានបងបានប្រាប់ហើយតើកូនម្នាក់នេះគឺជាសាច់ឈាមតែមួយគត់ក្នុងជីវិតរបស់បងពួកយើងកុំឆ្លោះគ្នាទៀតបានទេមានរឿងអីពួកយើងត្រឡប់ទៅនិយាយគ្នានៅផ្ទះវិញទៅលោកស្ដាប់ភាសាមនុស្សមិនយល់ឬខ្ញុំបាននិយាយរួចហើយពួកយើងគ្មានផ្ទះទេបងមិនជឿទេនាងអានអូននៅតែខ្វល់ពីរឿងកូនម្នាក់នេះមែនទេចុះបើអញ្ចេះវិញបានទេអូនចាត់ទុកថាកូនម្នាក់នេះជាកូនដែលបងសុំមកចិញ្ចឹមឲ្យអូនចុះមិនអាចទេហើយខ្ញុំក៏មិនត្រូវការដែរព្រោះថាខ្ញុំមានផ្ទៃពោះបាត់ទៅហើយមានផ្ទៃពោះប៉ុន្តែកូនម្នាក់នេះមិនមែនជារបស់លោកទេមានន័យថាម៉េចដែលថាកូននេះមិនមែនជារបស់បងអូននិយាយឲ្យច្បាស់មកពាក្យនេះមានន័យថាម៉េចពេលនេះលោកសម្រាប់ខ្ញុំគ្រាន់តែជាមនុស្សចម្លែកម្នាក់ប៉ុណ្ណោះខ្ញុំមិនចាំបាច់ត្រូវបកស្រាយប្រាប់លោកទេខ្ញុំនៅមានការងារត្រូវធ្វើសុំទៅមុនហើយនាងអានកូនស្រីបងស៊ីមីងបងស្រីប្រាប់ថាកូននេះមិនមែនជារបស់បងទេឬមួយក៏គាត់មានកូនជាមួយអ្នកដទៃសត្វតិចឆានឯងអាចធ្វើរឿងក្បត់នាងអានបានតែនាងអានធ្វើមិនកើតទេឯងស្ដាប់មិនយល់ទេនាងនិយាយគ្រាន់តែដោយសារតែខឹងប៉ុណ្ណោះរៀបចំចាត់ចែងទៅប្រញាប់រៀបចំសន្និសីទកាសែតជាបន្ទាន់ខ្ញុំចង់ដកការវិនិយោគរាប់សិបពាន់លានពីក្រុមហ៊ុនហ៊ូវិញលើកនេះមិនទុកឲ្យមួយសេនឡើយចាសោះចុះបើបងស្រីមានកូនជាមួយបងស៊ីមីងមែនគាត់មិនសុំលែងលះទេខ្ញុំមើលទៅថ្ងៃនេះគាត់ច្បាស់ជាមានចិត្តនាងនាំពួកអ្នកមកចង់បង្ខំឲ្យបងស៊ីមីងអន់ក្បាលហើយនាងបិទមាត់ទៅទោះបីជានាងមានកូនរបស់ស៊ីមីងក៏ដោយគ្រួសារហ៊ូយើងមិនអាចទទួលស្គាល់អ្នកទាំងពីរបានដែរពិតមែនហើយកូនប្រសារស្រីគឺយើងទទួលស្គាល់តែនាងម្នាក់គត់នាងអានកាលពីមុនដើម្បីក្រុមហ៊ុនដល់ថ្នាក់ខូចសុខភាពឥឡូវនេះមានផ្ទៃពោះហើយនេះមិនអាចឲ្យនាងទទួលរងការឈឺចាប់បានទេមិនឆាប់ទៅតាមទៅលើកជង្គង់សុំទោសនាងអានទៅអូននាំកូនត្រឡប់ទៅមុនទៅបន្តិចទៀតចាំបងទៅរកអូនអ្នកកំពុងធ្វើអីហ្នឹងនេះជារូបថតអាពាហ៍ពិពាហ៍ដែលនាងអានចូលចិត្តអ្វីបានជាអ្នកដុតវាចោលហើយក៏មានរបស់ទាំងនេះទៀតរបស់ទាំងនេះជាកាដូដែលខ្ញុំជូននាងតែងតែស្រឡាញ់វាមិនដាច់ពីដៃមិនក៏អ្នកយកវាចេញមកលោកស្រីប្រាប់ថារបស់ទាំងអស់នេះសុទ្ធតែជារបស់ខ្វក់ឲ្យខ្ញុំបោះសម្អាតយកទៅដុតចោលទាំងអស់របស់ខ្វក់ហ៊ូស៊ីមីងលោកស្ដាប់ខ្ញុំឲ្យច្បាស់របស់ខ្វក់ខ្ញុំមិនដែលចង់បានទេរួមទាំងលោកផងដែរនាងអាននាងនៅឯណាខ្ញុំត្រូវតែទៅជួបនាងឥឡូវនេះលោកស្រីបានចេញទៅបាត់ហើយនាងប្រាប់ថាទីនេះលែងជាផ្ទះរបស់នាងទៀតហើយមិនអាចទេអ្នកកុហកខ្ញុំនាងមិនអាចទៅទេលោកប្រុសមានរឿងអីផ្ទះមិនក៏ទេស្អាតអញ្ចឹងលោកប្រុសគឺតាមបញ្ជារបស់លោកស្រីមីងលីរបស់របរក្នុងផ្ទះទាំងអស់មិនសល់មួយទេសុទ្ធតែត្រូវដុតចោលទាំងអស់មែនទេចាសោះស៊ីមីងឆាប់មើលនេះអូនបានរៀបចំបន្ទប់ថ្មីតាមចំណូលចិត្តរបស់បងហើយក៏បានទិញស្រាជីខ្វេឡាដែលបងចូលចិត្តបំផុតមកឲ្យទៀតថែមទាំងធ្វើទូពិសេសមួយឲ្យបងទៀតសម្រាប់ដាក់ស្រាក្រហមដែលបងចូលចិត្តផឹកណាហើយនៅមានម៉ាស៊ីនចាក់ថាសំឡេងដែលបងប្រាថ្នាដែលបងចូលចិត្តទៀតយ៉ាងម៉េចដែរចូលចិត្តទេប៉ុន្តែរបស់ទាំងនេះមិនមែនជារបស់ដែលបងចូលចិត្តរបស់ដែលបងចូលចិត្តបំផុតគឺអូនក្មេងល្ងងស្អប់ណាស់ហាកុំរត់ខ្ញុំមិនជឿទេខ្ញុំគ្រាន់តែធ្វើឲ្យនាងរងទុក្ខបន្តិចបន្តួចប៉ុណ្ណោះនាងស្រឡាញ់ខ្ញុំខ្លាំងណាស់ស្រឡាញ់ផ្ទះមួយនេះ
នាងមិនអាចដាច់ចិត្តចេញទៅទេមីងលីប្រពន្ធខ្ញុំមានបានប្រាប់អ្នកទេថានាងនឹងត្រឡប់មកវិញនៅពេលណាថ្ងៃស្អែកមែនទេចុះថ្ងៃខានស្អែកវិញចុះថ្ងៃខានស្អែកមួយទៀតលោកប្រុសលោកស្រីប្រាប់ថាគាត់នឹងមិនត្រឡប់មកវិញជារៀងរហូតទេមិនក៏នាងមកទីនេះបងស៊ីមីងបងស្រីនេះមិនមែនចិត្តដាច់ពេកទេដឹងសុំលែងលះក្នុងពិធីជប់លៀងប្រចាំឆ្នាំធ្វើឲ្យបងបាក់មុខក៏ហីទៅចុះឥឡូវនេះថែមទាំងរើរបស់ចេញអស់ទៀតក្នុងចិត្តគាត់នៅមានបងនឹងផ្ទះមួយនេះឯណាម្យ៉ាងវិញទៀតបងទៅតែទទួលបានការវិនិយោគរាប់សិបពាន់លានពីក្រុមហ៊ុនយីងនេះជាពេលវេលាដ៏សំខាន់សម្រាប់ការអភិវឌ្ឍក្រុមហ៊ុនអ្វីដែលបងត្រូវការគឺមនុស្សដែលជ្រោមជ្រែងបងអស់ពីលទ្ធភាពមិនមែនមនុស្សស្រីដែលមិនខ្វល់ពីអ្វីទាំងអស់ដូចបងស្រីនោះទេបងសូមរំលឹកអូនកុំគិតចង់បានរបស់ដែលមិនមែនជារបស់ខ្លួនឯងបងស៊ីមីងបងមិនបានទេរឿងមួយយប់រវាងបងនិងអូនវាគ្រាន់តែជាការអចិន្ត្រៃយ៍ប៉ុណ្ណោះនេះក៏ជារឿងតែមួយគត់ដែលបងធ្វើខុសចំពោះនាងអានដែរកាលពីមុនបើសិនជាអូនមិនលុតជង្គង់អង្គរបងប្រាប់បងថាបើអូនរំលូតកូននេះចោលអូននឹងមិនអាចធ្វើជាម្ដាយគេបានអស់មួយជីវិតទេបងនឹងមិនទុកកូននេះជាដាច់ខាតបងនឹងបំបែកគ្នាចំណែករឿងផ្សេងទៀតទុកគំនិតផ្ដេសផ្ដាសរបស់អូនទៅប៉ុន្តែបងស្រីបានសុំលែងលះជាមួយបងទៅហើយតាមចរិតរបស់បងស្រីគឺគាត់មិនត្រឡប់ក្រោយទេនាងគ្រាន់តែខឹងបងតែប៉ុណ្ណោះបងជាប្រធានក្រុមហ៊ុនហ៊ូណាប្រធានក្រុមហ៊ុនតើអូនដឹងទេតំណែងជាជំទាវប្រធានក្រុមហ៊ុនមិនក៏នាងសុកចិត្តបោះបង់នោះអ្នកនាងសន្និសីទកាសែតនឹងត្រូវធ្វើឡើងនៅថ្ងៃស្អែកនេះបានរៀបចំរួចរាល់ហើយប៉ុន្តែឯកសារដកតំណែងលោកប្រធានហ៊ូស៊ីមីងដែលអ្នកបានស៊ីញេពីមុនមានបញ្ហាបន្តិចបន្តួចខាងផ្នែកនីតិវិធីតាមនីតិវិធីនៃច្បាប់ការដកតំណែងនេះប្រហែលជាមានការលំបាកខ្លះមែនហើយយ៉ាងណាក៏គាត់ជាប្រធានក្រុមហ៊ុនហ៊ូតាមនាមត្រកូលដែរគាត់មានសិទ្ធិសម្រេចផ្ដាច់មុខក្នុងក្រុមហ៊ុនបារម្ភច្រើនពេកហើយតំណែងជាប្រធានក្រុមហ៊ុននេះក្នុងពេលដែលខ្ញុំអាចឲ្យគាត់បានខ្ញុំក៏អាចយកមកវិញបានដែរហ៊ូស៊ីមីងបើចង់ផ្ដាច់អញ្ចឹងពួកយើងក៏ផ្ដាច់ឲ្យដាច់ស្រឡះទៅសួស្ដីលេខទូរស័ព្ទដែលអ្នកហៅកំពុងរវល់មិនអាចទទួលបានទេនាងចង់យ៉ាងម៉េចឲ្យប្រាកដដល់ថ្នាក់ហ៊ានមិនទទួលទូរស័ព្ទខ្ញុំទៀតបងស៊ីមីងតើបងស្រីពិតជាមិនចង់រស់នៅជាមួយបងទៀតមែនទេគាត់ក៏ដឹងថាបងរវល់ការងារក្រុមហ៊ុនខ្លាំងណាស់មិនក៏នៅរឹងរូសម្លេះនាងអានកុំស្មានថាអូនមានផ្ទៃពោះកូនរបស់បងអូនអាចធ្វើអ្វីតាមអំពើចិត្តបានឲ្យសោះឆាប់ខលមកបងវិញនាងដល់ថ្នាក់ហ៊ានផ្លុកខ្ញុំទៀតកុំប្រាប់ណាថានាងអានលើកនេះពិតជាចង់ចាក់ចេញពីខ្ញុំមែននោះមិនមែនទេខ្ញុំទៅតែទទួលបានការវិនិយោគរាប់សិបពាន់លានពីក្រុមហ៊ុនយីនមកក្រុមហ៊ុនចិត្តនឹងអភិវឌ្ឍទៅមុខហើយនាងអានមិនមែនមិនយកកាលៈទេសៈនៅពេលនេះទេខ្ញុំក៏ចង់មើលថានាងនៅដំកើងរោគដាក់ខ្ញុំដល់ពេលណាទៀតអគ្គនាយកយីនពាក្យចាំអារាមខាងក្រៅថាអ្នកនឹងស្វាមីបានទេចុះគោលបំណងនៃការរៀបចំសន្និសីទកាសែតលើកនេះគឺជាអ្វីគោលបំណងលើកនេះគឺដើម្បីប្រកាសពីសេចក្តីសម្រេចចិត្តដ៏សំខាន់មួយរបស់ក្រុមហ៊ុនមិនក៏ខ្ញុំមិនដឹងថានាងចង់រៀបចំសន្និសីទកាសែតបងស្រីចង់រៀបចំសន្និសីទកាសែតនាងចង់ធ្វើអីឲ្យប្រាកដកុំបារម្ភនាងគ្រាន់តែមានតំណែងជាអ្នកគ្រប់គ្រងប៉ុណ្ណោះគ្មានអំណាចពិតប្រាកដហើយក៏គ្មានអ្នកគ្រប់គ្រងដែរអាចធ្វើអីកើតទៅខ្ញុំសូមប្រកាសថាចាប់ពីថ្ងៃនេះទៅដកហូតតំណែងជាប្រធានក្រុមហ៊ុនហ៊ូរបស់ហ៊ូស៊ីមីងនឹងបណ្ដេញចេញពីក្រុមហ៊ុនជាផ្លូវការស្អីគេបងស្រីចង់ដកតំណែងជាប្រធានក្រុមហ៊ុនរបស់បងស៊ីមីងថែមទាំងចង់បណ្ដេញអ្នកចេញទៀតមិនអាចទេដើម្បីបង្ខំឲ្យខ្ញុំត្រឡប់ក្រោយដល់ថ្នាក់ហ៊ានប្រើល្បិចថោកទាបបែបនេះផងពិតជាគំនិតរវើវីមែនប៉ុន្តែបងស្រីហ៊ានរៀបចំសន្និសីទកាសែតថែមទាំងធ្វើធំដុំបែបនេះទៀតឬមួយក៏គាត់នេះឬមួយក៏អីបងប្រាប់អូនចុះនាងគ្មានសិទ្ធិដកតំណែងទេសេចក្តីសម្រេចចិត្តនេះមិនអាចយកជាការបានទេម្យ៉ាងវិញទៀតបងទៅតែទទួលបានការវិនិយោគរាប់សិបពាន់លានពីក្រុមហ៊ុនយីនបងទៅតែជាម្ចាស់ភាគហ៊ុនធំបំផុតនៅក្នុងក្រុមហ៊ុននាងអាចធ្វើអីបងបានបងស៊ីមីងបងស្រីគាត់នៅចំពោះមុខអ្នកសារព័ត៌មានជាច្រើនជន់ឈ្លីគិតយុទ្ធនឹងសេចក្តីថ្លៃថ្នូររបស់បងបែបនេះថ្ងៃក្រោយនៅចំពោះមុខបុគ្គលិកអ្នករួមអាជីពសូម្បីតែចំពោះមុខអតិថិជនពួកគេមុខជាលើកសឹកសៀវដើមបងមិនខានទេពិតមែនហើយ
នាងអានលើកនេះពិតជាធ្វើហួសហេតុពេកហើយខ្ញុំក៏ចង់មើលដែរថានាងចង់ធ្វើអីឲ្យប្រាកដអគ្គនាយកយីនអ្នកមិនមានសិទ្ធិដកតំណែងនៅក្នុងក្រុមហ៊ុនទេសេចក្តីសម្រេចនេះប្រហែលជាមិនមានប្រសិទ្ធភាពទេមែនហើយអគ្គនាយកយីនមើលទៅអ្នកជឿជាក់ខ្លាំងណាស់ក៏មានវិធីផ្សេងពាក់ព័ន្ធនឹងអាចកំបាំងក្រុមហ៊ុននៅទីនេះខ្ញុំមិនបកស្រាយប្រាប់អ្នកទាំងអស់គ្នាច្រើនទេសរុបមកសេចក្តីសម្រេចនេះមានសុពលភាពចាប់ពីថ្ងៃនេះទៅប្រធានក្រុមហ៊ុនហ៊ូមិនមែនជាហ៊ូស៊ីមីងទៀតទេពិតជាការកំប្លែងមែននាងចង់ដកតំណែងខ្ញុំអ្នកណាឲ្យសិទ្ធិនាងអានមនោសញ្ចេតនា10ឆ្នាំរបស់យើងអូនមិនពេញចិត្តបងអូនអាចនិយាយគ្នានៅផ្ទះបានតើមិនក៏អូនត្រូវតែធ្វើរឿងនេះឲ្យកាន់តែធំទៅល្បីសុខសាយពេញស្រុកទើបអូនសប្បាយចិត្តមែនទេមែនហើយបងស្រីបងធ្វើបែបនេះមិនត្រឹមតែធ្វើឲ្យបងស៊ីមីងបាក់មុខប៉ុណ្ណោះទេថែមទាំងធ្វើឲ្យកិត្តិយសក្រុមហ៊ុនខូចខាតទៀតផងបងពិតជាធ្វើហួសហេតុពេកហើយពិតមកទៅទីនេះមានចំណែកឲ្យស្រីញីដូចជានាងនិយាយផងអេយ៉ាខ្ញុំសូមប្រាប់ម្ដងទៀតយើងលែងមានផ្ទះទៀតហើយពេលនេះខ្ញុំគ្រាន់តែយកអ្វីគ្រប់យ៉ាងដែលធ្លាប់ឲ្យលោកមកវិញប៉ុណ្ណោះព្រោះថាលោកពិតជាមិនស័ក្តិសមទទួលបានវាទេខ្ញុំមិនស័ក្តិសមល្អអញ្ចឹងខ្ញុំក៏ចង់មើលដែរថានាងចង់យកមកវិញដោយរបៀបណាខ្ញុំសូមរំលឹកនាងចង់ដកតំណែងខ្ញុំត្រូវរងចាំការបោះឆ្នោតយល់ព្រមពីម្ចាស់ភាគហ៊ុនទាំងអស់ជាមុនសិនទើបបានឯពួកគេទាំងនោះសុទ្ធតែជាអ្នកដែលខ្ញុំអញ្ជើញឲ្យចូលហ៊ុនម្ដងម្នាក់ខ្ញុំមិនជឿថាពួកគេនឹងអនុម័តការសម្រេចចិត្តដ៏ឆ្កួតលីលារបស់នាងនោះទេតើអ្នកទាំងអស់គ្នាយល់ព្រមទេយល់ព្រមខ្ញុំយល់ព្រម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 ខ្ញុំយល់ព្រមពួកអ្នកហ៊ានក្បត់ខ្ញុំមិនមែនជាការក្បត់ទេពួកយើងចូលហ៊ុនក្រុមហ៊ុនហ៊ូពីដំបូងក៏ដោយសារតែយកយល់មុខអគ្គនាយកយីនដែរប៉ុន្មានឆ្នាំនេះក្រុមហ៊ុនអាចអភិវឌ្ឍទៅមុខបានយ៉ាងរលូនក៏ដោយសារតែមានអគ្គនាយកយីនជួយជ្រោមជ្រែងនៅពីក្រោយក្នុងដែរធ្វើឲ្យប៉ះពាល់ដល់អតិថិជននិងដៃគូសហការជាច្រើនបើសិនជានៅតែបន្តបែបនេះជារលីនៅក្នុងដៃលោកថែមទាំងមានសហាយស្មន់ក្នុងពេលរៀបការពីកិត្តិយសក្រុមហ៊ុនសោះនេះបានប៉ះពាល់ដល់កេរ្តិ៍ឈ្មោះក្រុមហ៊ុនយ៉ាងធ្ងន់ធ្ងរឲ្យសោកស្ដាយណាស់ពួកយើងលែងអាចឲ្យលោកធ្វើជាប្រធានក្រុមហ៊ុនបានទៀតហើយលោកប្រធានហ៊ូតំណែងជាប្រធានក្រុមហ៊ុននេះពួកយើងសូមណែនាំឲ្យលោកលះបង់វាចោលទៅចុះលះបង់វាទៅយ៉ាងម៉េចដែរឥឡូវនេះបានឬនៅនាងអានបងទទួលស្គាល់ថាបងពិតជាបានធ្វើខុសម្ដងមែនប៉ុន្តែបងមិនមែនមានចេតនាទេបងក៏មិនដែលគិតចង់លែងលេះជាមួយអូនដែរទោះបីជាអូនមានការជឿចាប់ធំជាងមេឃក៏ដោយក៏អូនមិនចាំបាច់ធ្វើរឿងដល់ថ្នាក់នេះដែរតើបងអាចប៉ះពាល់ឲ្យអូនបានតើប៉ះពាល់លោកយកអ្វីមកប៉ះពាល់លោកលួចមានសហាយស្មន់នាំស្រីញីមកផ្ទះបណ្ដោយឲ្យនាងវាយកំទេចរបស់របបពុកម្ដាយខ្ញុំហើយថែមទាំងមិនស្ដាប់ហេតុផលជេរប្រមាថខ្ញុំទៀតតើរឿងមួយណាដែលលោកអាចប៉ះពាល់បាននោះបងពេលនោះគ្រាន់តែងឹតមុខមួយគ្រាប៉ុណ្ណោះការងឹតមុខមួយគ្រារបស់លោកធ្វើឲ្យខ្ញុំរងទុក្ខវេទនាច្រើនដល់ថ្នាក់នេះពេលនេះដល់វេនលោកត្រូវទទួលរងរឿងទាំងអស់នេះវិញម្ដងហើយបានបើកាលណានាងចិត្តដាច់ដល់ថ្នាក់នេះទៅហើយអញ្ចឹងកុំបន្ទោសខ្ញុំថាមិនយកយល់មុខនាងឲ្យសោះខ្ញុំសូមប្រាប់នាងទោះបីជានាងដណ្ដើមយកតំណែងប្រធានក្រុមហ៊ុនរបស់ខ្ញុំបានក៏ដោយខ្ញុំនៅតែមានសិទ្ធិអំណាចខ្ពស់បំផុតនៅក្នុងក្រុមហ៊ុននេះដដែលដោយសារតែកិច្ចសន្យារាប់សិបពាន់លាននៅក្នុងដៃខ្ញុំនេះខ្ញុំនៅតែជាម្ចាស់ភាគហ៊ុនធំបំផុតរបស់ក្រុមហ៊ុនដដែលអ្នកណាត្រូវបន្តចាកចេញពីក្រុមហ៊ុនខ្ញុំជាអ្នកសម្រេចអ្នកដែលត្រូវបណ្ដេញចេញគឺនាងទៅវិញទេហើយក៏មានរឿងមួយទៀតសន្និសីទកាសែតដែលនាងរៀបចំនៅថ្ងៃនេះធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះក្រុមហ៊ុនការខាតបង់ទាំងអស់នាងត្រូវតែជាអ្នកសងមួយសេនក៏មិនឲ្យខ្វះដែរបងស្រីបើបងលុតជង្គង់សុំទោសឥឡូវនេះអ្វីគឺនៅទាន់ពេលនៅឡើយទេបងស៊ីមីងនឹងអត់ទោសឲ្យបងទេមែនហើយឲ្យតែនាងសុខចិត្តអង្វរខ្ញុំឥឡូវនេះខ្ញុំនៅអាចអត់ទោសឲ្យនាងបានហ៊ូស៊ីមីងលោកភ្លេចហើយឬអីថាតើកិច្ចសន្យារាប់សិបពាន់លានដែលលោកពឹងផ្អែកនេះបានវាមកដោយរបៀបណានាងអានការវិនិយោគនេះគឺជាការចរចារបស់អូនហេតុអ្វីដាក់ឈ្មោះបងមិនអាចដណ្ដើមស្នាដៃរបស់ប្រពន្ធបងបានទេណាខ្ញុំបានប្រាប់ហើយថានឹងគ្រប់គ្រងលោកឲ្យអស់ពីសមត្ថភាពនិយាយហើយគឺត្រូវតែធ្វើឲ្យបានមានការវិនិយោគមួយនេះហើយពេលលោកទៅប្រជុំក្រុមប្រឹក្សាភិបាលលោកក៏អាចមានទំនុកចិត្តនិងភាពក្លាហានជាងមុនបន្តិចដែរអូនសម្លាញ់អរគុណអូនហើយជាតិមួយនេះបងដាច់ខាតមិនក្បត់អូនទេខ្ញុំទទួលស្គាល់ការវិនិយោគនោះជានាងអ្នកចរចាបានមកប៉ុន្តែយ៉ាងម៉េចទៅវិញពិតជាមើលមិនដឹងមែនណាពួកយើងទាំងពីរបានលែងលះគ្នារួចហើយការវិនិយោគនេះនាងក៏មិនអាចដកយកទៅវិញបានដែរមែនទេចុះបើមិនអញ្ចឹង
ប៉ុន្តែខ្ញុំយកយកដល់ភាពជាប្តីប្រពន្ធរបស់យើងខ្ញុំអាចអត់ទោសចំពោះការខាតបង់ដែលនាងបង្កឲ្យខ្ញុំនៅថ្ងៃនេះនឹងការប្រមាថមើលងាយបើនាងព្រមស្ដាប់បង្គាប់អង្វរខ្ញុំថែមទាំងអាចពិចារណារៀបការជាមួយនាងវិញក៏បានដែរមែនហើយបងស្រីថ្ងៃនេះបងលេងល្បែងមួយឆាកនេះមិនមែនដើម្បីបង្ខំឲ្យគាត់អន់ក្បាលទេឬអីខ្ញុំសូមណែនាំឲ្យបងចេះល្មមឈប់ទៅអាយុបងក៏មិនតិចហើយដែរមែនទេថែមទាំងលែងលះប្តីទៀតក្រៅពីបងស៊ីមីងនៅមានអ្នកណាយកបងទៀតប៉ាម៉ាក់នាងប្រដៅនាងឲ្យធ្វើជាស្រីញីរបៀបនេះឬលួចតាក់ទងប្តីគេហើយនៅមានមុខក្រាស់មករកជើងនៅចំពោះមុខខ្ញុំទៀតដឹងទេថានេះគេហៅថាអីនេះគេហៅថាជនទី3បើនាងដឹងថាខ្លួនជាជនទី3តែនៅមិនចេះអៀនខ្មាស់អញ្ចឹងខ្ញុំនឹងបង្រៀននាងជំនួសប៉ាម៉ាក់នាងឲ្យដឹងខ្លួនបងស្រីខ្ញុំគ្រាន់តែទុកអារម្មណ៍ស្រឡាញ់ដែលមានចំពោះបងស៊ីមីងមិនបានប៉ុណ្ណោះតើស្នេហាពិតៗជាមានកំហុសមែនឬចាប់យកគ្រប់ឱកាសដើម្បីបានឡើងតំណែងនេះឬដែលនាងហៅថាស្នេហាពិតខ្ញុំមិនមែនទេបងស៊ីមីងបងស្រីមកប្រមាថខ្ញុំនៅចំពោះមុខអ្នកសារព័ត៌មានច្រើនយ៉ាងនេះថ្ងៃក្រោយខ្ញុំនឹងកូនតើគួររស់នៅយ៉ាងម៉េចទៅខ្ញុំលែងរស់ហើយនាងអាននាងឆាប់លុតជង្គង់សុំទោសស៊ីរូភ្លាមឲ្យខ្ញុំលុតជង្គង់សុំទោសនាងក៏ស័ក្តិសមដែរនាងអានខ្ញុំសូមប្រាប់នាងកិច្ចសន្យារាប់សិបពាន់លាននៅក្នុងដៃខ្ញុំថ្ងៃស្អែកនឹងចូលជាធំមានហើយនាងច្បាស់ហើយឬនៅថាចង់ទោសជាមួយខ្ញុំមែនទេចង់ឬមិនចង់នេះនេះហែកចោលអស់ហើយមែនទេវ៉ាវពិតជាសង្ហាមែននឹងហើយចាប់ផ្ដើមហើយមើលអេយ៉ានាងឈួតហើយឬនាងដឹងទេថានាងកំពុងបង្កបញ្ហាធំប៉ុណ្ណាហើយបង្កបញ្ហាមិនមែនទេការវិនិយោគរបស់ក្រុមហ៊ុនយីនពីដើមមកគឺខ្ញុំជាអ្នកសម្រេចតើខ្ញុំចង់ដកក៏ដកបានបងស៊ីមីងនេះជាការពិតមែនទេការវិនិយោគពិតជាដកចេញមែនទេនាងអាននាងកុហកកិច្ចសន្យានេះគឺនាងជាអ្នកចរចាបានមកតែការវិនិយោគមិនមែននាងចង់ដកគឺអាចដកបានតាមចិត្តទេអ្នកដែលអាចចាត់ចែងនឹងដកការវិនិយោគរាប់សិបពាន់លាននេះបានតាមចិត្តគឺមានតែអ្នកស្នងរឹកតែមួយគត់របស់ក្រុមហ៊ុនយីនប៉ុណ្ណោះប៉ុន្តែថាអ្នកស្នងរឹករូបនេះមិនសូវបង្ហាញខ្លួនទេមិនដែលបង្ហាញមុខជាសាធារណៈឡើយមែនហើយគ្រាន់តែដឹងថាអ្នកស្នងរឹកនេះគឺជាស្ត្រីដែលរៀបការហើយព័ត៌មានផ្សេងទៀតគឺមិនមានអ្នកណាដឹងទេខ្ញុំគិតថាប្រហែលជាអាចទៅរួចកុំប្រាប់ណាថាអគ្គនាយកយីនគឺជានាងមែននោះក្រុមហ៊ុនហ៊ូពិតជាចប់មែនលើកនេះបងស្រីកុំប្រាប់ណាថានាងចង់និយាយថាខ្លួនឯងជាអ្នកស្នងរឹករបស់ក្រុមហ៊ុនយីននោះហានាងគ្រុនក្តៅវើវីមែនទេចេះនិយាយលេងសើចណាស់ខ្ញុំរៀបការជាមួយនាង10ឆ្នាំខ្ញុំមិនដឹងថានាងជានរណាទេលោកមិនចាំបាច់ដឹងទេលោកគ្រាន់តែយល់ឲ្យច្បាស់ថាក្នុងពេលដែលខ្ញុំអាចឲ្យអ្វីទាំងអស់ទៅលោកបានក៏ប្រកាសជាមានសិទ្ធិដោយសារតែភាពមិនស្មោះត្រង់របស់លោកដកយកគ្រប់យ៉ាងមកវិញដែរនាងកុំស្មានថានាងដណ្ដើមយកតំណែងប្រធានក្រុមហ៊ុនរបស់ខ្ញុំបានហើយអ្វីទាំងអស់បាននោះឲ្យតែមានកិច្ចសន្យារាប់សិបពាន់លាននេះនៅតំណែងខ្ញុំនៅក្នុងក្រុមហ៊ុននាងនឹងមិនអាចរង្គោះរង្គើបានឡើយជារៀងរហូតហាអញ្ចឹងឬចុះបើខ្ញុំប្រាប់លោកថាការវិនិយោគរាប់សិបពាន់លានរបស់លោកមិនត្រឹមតែបាត់បង់ទេសូម្បីតែក្រុមហ៊ុនក៏ត្រូវបាត់បង់ដែរនោះព័ត៌មានថ្មីបំផុតក្រុមហ៊ុនយីនបានដកការវិនិយោគរាប់សិបពាន់លានពីក្រុមហ៊ុនហ៊ូវិញហើយចរន្តមូលធនរបស់ក្រុមហ៊ុនហ៊ូត្រូវកាត់ផ្តាច់ទាំងស្រុងក្រុមហ៊ុនច្បាស់ជានឹងត្រូវខ្សែធនហើយស្អីគេក្រុមហ៊ុនយីនពិតជាដកការវិនិយោគមែនឬបែបនេះក្រុមហ៊ុនត្រូវខ្សែធនហើយមិនល្អទេមិននឹងអាចទៅរួចអញ្ចឹងនាងពិតជាបានធ្វើអីឲ្យប្រកាសក្រុមហ៊ុនយីនហេតុអ្វីបានជាស្រាប់តែដកការវិនិយោគបែបនេះខ្ញុំដឹងហើយបងស៊ីមីងប្រកាសជាបងស្រីធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះក្រុមហ៊ុនយ៉ាងធ្ងន់ធ្ងរក្រុមហ៊ុនយីនទើបដកការវិនិយោគបែបនេះពិតជាធ្វើហួសហេតុពេកហើយអ្វីដែលបងស្រីយកមិនបានក៏មិនចង់ឲ្យបងបានដែរមែនហើយលោកនាយកគុំនិយាយផ្ដេសផ្ដាសនាងអានខ្ញុំនឹកស្មានមិនដល់សោះបែបនេះសោះគ្រាន់តែដោយសារពេលកន្លងមកខ្ញុំមើលថែស៊ីរូច្រើនជាងបន្តិចនាងច្រណែនឈ្នានីសខ្ញុំនាងចង់បំផ្លាញខ្ញុំមែនទេកុំលងខ្លួនពេកអីលោកមិនមែនជាបុរសដែលស័ក្តិសមឲ្យខ្ញុំត្រូវដណ្ដើមគ្នានោះទេខ្ញុំគ្រាន់តែឲ្យលោកមើលឃើញច្បាស់ពីទីតាំងដែលលោកគួរតែនៅប៉ុណ្ណោះបងស្រីបងនៅមានផ្ទៃពោះកូនរបស់បងស៊ីមីងទៀតណាមិនក៏អាចមានចិត្តខូខើបែបនេះទៅរួចបងមិនខ្លាចកូនឈឺចាប់ទេពិតមាត់មិនក៏សម្ដែងជាផ្កាសដល់បរិសុទ្ធបន្តទៀតលែងបានហើយឬអីនាងអានហើយក៏មាននាងម្នាក់ទៀតដែរមួយកំភ្លៀងនេះខ្ញុំចង់ទេយូរណាស់មកហើយចាប់ពីពេលនេះទៅរវាងអ្នកនិងខ្ញុំគឺលែងមានទំនាក់ទំនងជាប្តីប្រពន្ធទៀតហើយយីននាងអាននាងហ៊ានធ្វើបែបនេះដាក់ខ្ញុំលោកកុំនៅទីនេះបង្ហាញភាពកំសាកទៀតអី
យកពេលទៅគិតរកវិធីទៅល្អជាងថាតើត្រូវជួយសង្គ្រោះក្រុមហ៊ុនរបស់លោកយ៉ាងម៉េចព្រោះថាពេលនេះលោកលែងមានអ្វីទាំងអស់ហើយនាងមិនត្រូវទៅទេអ្វីទៅនឹងលើកជង្គង់កូនឲ្យកូនមកដល់ពេលនេះកូននៅមិនទាន់ដឹងពីកំហុសរបស់ខ្លួនឯងទៀតប៉ានិងម៉ាក់បានប្រដៅកូនមិនដឹងប៉ុន្មានដងទេឲ្យកូនថ្នាក់ថ្នមនាងអានថ្នាក់ថ្នមនាងអានចុះចំណែកកូនវិញលែងលះគ្នាប្រពន្ធក៏បាត់បង់បែរជាទៅរករឿងបានកូនក្រៅខំមកវិញមុខមាត់ប៉ានិងម៉ាក់ត្រូវកូនបំផ្លាញខ្ទេចអស់ហើយប៉ាទោះយ៉ាងណានោះក៏ជាចៅប្រុសបង្កើតរបស់ប៉ាដែរប៉ាកុំហៅគេថាកូនក្រៅខរហូតពេកហើយកូនក្រៅខស្ដាប់ទៅអាក្រក់ណាស់ម្យ៉ាងទៀតមិនមែនខ្ញុំមិនថ្នាក់ថ្នមនាងទេគឺមកពីនាងចង្អៀតចង្អល់ចិត្តខ្លួនឯងនេះកូនចង្រៃឯងនៅហ៊ានមកទៀតរៀងហាពិតជាខុសមែនមិនគួរណាបង្កើតបានកូនដែលអាត្មានិយមនឹងគិតតែពីខ្លួនឯងបែបនេះសោះមនុស្សដែលអាត្មានិយមមិនមែនជាខ្ញុំទេខ្ញុំនឹងនាងឈានដល់ចំណុចនេះច្បាស់ណាស់ថាមកពីនាងចិត្តដាច់មិនយកយល់មនុស្សសញ្ចិត្តណាចាស់បើនិយាយពីមនុស្សសញ្ចិត្តណារវាងប្តីប្រពន្ធអ្វីដែលនាងអានបានធ្វើសម្រាប់កូនគឺវាលើសពីអ្វីដែលកូនបានដឹងទៅទៀតម៉េចកូននៅតែមិនជឿមែនទេបានថ្ងៃនេះប៉ានឹងឲ្យកូនបានដឹងឲ្យច្បាស់តែម្ដងថាតើនាងអានបានលះបង់អ្វីខ្លះដើម្បីកូនកិច្ចសន្យាទាំងនេះបើភ្នែកឲ្យធំហើយមើលដោយខ្លួនឯងទៅនេះមិនមែនជាគម្រោងដែលខ្ញុំចរចាបរាជ័យទេមែនហើយទាំងនេះសុទ្ធតែជាគម្រោងដែលកូនចរចាបរាជ័យប៉ុន្មានឆ្នាំនេះហើយកូនទៅចរចាការងារបើមិនធ្វើឲ្យអតិថិជនអាក់អន់ចិត្តទេគឺគម្រោងមានចន្លោះប្រហោងសុទ្ធតែចន្លោះប្រហោងកូនធ្វើជាប្រធានក្រុមហ៊ុនបាន3ឆ្នាំក្រុមហ៊ុនធំជាង40នេះមិននឹកស្មានថាកូនទៅធ្វើឲ្យពួកគេទាំងអស់អាក់អន់ចិត្តសោះប៉ាទោះបីជាខ្ញុំចរចាបរាជ័យជាមួយក្រុមហ៊ុនទាំងនេះក៏ដោយក៏វាមិនបានធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនដែរតែមិនប៉ះពាល់ស្អីកូនដឹងស្អីទៅកូនបានធ្វើឲ្យក្រុមហ៊ុនទាំងនេះអាក់អន់ចិត្តបើមានក្រុមហ៊ុនណាមួយចង់កំទេចកូនវាងាយស្រួលដូចកំទេចស្រមោចមួយហ្វុងអញ្ចឹងប៉ាប្រាប់កូនចុះប៉ុន្មានឆ្នាំមកនេះបើគ្មាននាងអាននៅពីក្រោយខ្នងលួចតាមជូតគូតឲ្យកូនទេនោះក្រុមហ៊ុនដែលកូនកំពុងធ្វើនេះច្បាស់ជារលាយយូរណាស់មកហើយមិនក៏ជាអ្នកមើលទង្វើដែលស្វាមីអ្នកបានធ្វើចុះផឹកស្រវឹងហើយមករករឿងមានអ្នកណាចរចាជំនួយបែបនេះទេលោកប្រធានចាងលោកស្រីចាងសុំទោសពិតមែនខ្ញុំសុខចិត្តទទួលរងការខាតបង់គ្រប់យ៉ាងដើម្បីសុំទោសអ្នកទាំងពីរជំនួសគាត់បានហើយមានប្តីបែបនេះក៏មិនងាយស្រួលដែរពួកយើងមិនប្រកាន់ទេអរគុណនាងអានបានធ្វើដើម្បីកូនច្រើនដល់ថ្នាក់នេះកូនបែរជានិយាយថានាងចិត្តដាច់ទៅវិញពាក្យដែលកូននិយាយនេះវាជាពាក្យមនុស្សនិយាយទេអ្វីទាំងអស់នេះគឺនាងជួយខ្ញុំនៅពីក្រោយខ្នល់បើមិនអញ្ចឹងមិនត្រឹមត្រូវទេពេលនោះនាងមិនមែនទៅតែពិនិត្យឃើញថាស្បូនមានបញ្ហាហើយកំពុងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យទេនាងមានពេលឯណាទៅជួយសង្គ្រោះការខាតបង់ឲ្យខ្ញុំនោះកូនឲ្យកូននោះដោយសារតែនាងអានមិនខ្វល់ពីសុខភាពរបស់នាងខ្លួនឯងដើរទៅសុំទោសគេតាមផ្ទះម្ដងមួយដើម្បីទាញយកផលប្រយោជន៍មកឲ្យកូនវិញនាងអានដឹងថាកូនមានការគោរពខ្លួនឯងខ្ពស់និងស្រឡាញ់មុខមាត់នាងមិនឲ្យពួកយើងប្រាប់កូនទេណានាងតែងតែគិតគូរជំនួសកូនគ្រប់រឿងអ្វីក៏គិតពីកូនមុនជានិច្ចចុះចំណែកកូនវិញក្រៅពីធ្វើឲ្យនាងឈឺចាប់សោកសៅតើកូនបានធ្វើអ្វីខ្លះដើម្បីនាងអានបានប្រគល់គិតយូរទាំងអស់ឲ្យទៅកូនឯកានឿយហត់នាងជាអ្នកទទួលរងតែម្នាក់ឯងមនុស្សស្រីម្នាក់ធ្វើប្តីរបស់គេយ៉ាងម៉េចនឹងខ្ញុំខ្លួនឯងក៏ខ្មាស់គេដែរអ្នកពិតជាធ្វើខុសចំពោះនាងអានណាស់ឥឡូវអ្នកដឹងហើយឬនៅអំពើល្អបន្តិចបន្តួចដែលអ្នកមានចំពោះនាងអានមិនស្មើ1ភាគ1000នៃអ្វីដែលនាងមានចំពោះអ្នកទេសេចក្តីស្រឡាញ់ដែលនាងផ្ដល់ឲ្យអ្នកតើអ្នកស័ក្តិសមទេយកកំណត់ត្រាពេទ្យទាំងនោះមកឲ្យគេមើលផងកំណត់ត្រាពេទ្យនាងអានមិនអាចមានកូនបានទេអ្នកគិតថាវាពីកំណើតមែនទេតាមពិតនាងក៏អាចមានផ្ទៃពោះនៅអាយុធម្មតាដែរបង្កើតកូននិងចិញ្ចឹមកូន
រីករាយនឹងក្តីសុខដែលមានកូននៅក្បែរតើមិនមែនដោយសារអ្នកទេដោយសារខ្ញុំតើវាមានពាក់ព័ន្ធអ្វីជាមួយខ្ញុំ6 ឆ្នាំមុនពេលអ្នកជួបគ្រោះថ្នាក់ចរាចរណ៍អ្នកមានគុណដែលអ្នកតែងតែតាមរកនោះស្អីគេពេលនោះដើម្បីសង្គ្រោះអ្នកនាងមិនខ្វល់ពីសុវត្ថិភាពខ្លួនឯងទេគឺនាងផ្ទាល់ដែលត្រូវរថយន្តបាត់បង់ការគ្រប់គ្រងពុកហោះទៅឆ្ងាយរាប់សិបម៉ែត្រទើបបន្សល់ទុកនៅជំងឺនេះមិនអាចទេចុះហេតុអ្វីនាងមិនប្រាប់ខ្ញុំមនុស្សល្ងងតែនាងមិនប្រាប់អ្នកតើមិនមែនខ្លាចអ្នកមានអារម្មណ៍ខុសក្នុងចិត្តទេនាងដឹងថាអ្នកតែងតែចង់មានកូនជារបស់ខ្លួនឯងដូច្នេះជារៀងរាល់ខែនាងតែងតែលួចហោះហើរទៅក្រៅប្រទេសដើម្បីទទួលការព្យាបាលដោយការចាក់ថ្នាំការព្យាបាលម្ដងត្រូវចាក់ម្ជុលរាប់រយដើមធ្វើបែបនេះអស់រយៈពេល3 ឆ្នាំហើយដើម្បីបំពេញបំណងប្រាថ្នារបស់អ្នកនាងបានស៊ូទ្រាំនឹងការឈឺចាប់រាប់ពាន់ម៉ឺនដងហើយនាងខ្លាចពួកយើងឃើញនាងឈឺចាប់ពេលព្យាបាលនាងមិនដែលឲ្យខ្ញុំនិងម្ដាយអ្នកទៅកំដរនាងទេរាល់ដងនាងតែងតែទ្រាំតែម្នាក់ឯងដោយស្ងៀមស្ងាត់ចុះអ្នកវិញតើអ្នកតបស្នងនាងដោយរបៀបណានាំសេនស៊ូរូដែលមានផ្ទៃពោះមកដល់ផ្ទះដើម្បីបំបាក់មុខនាងអ្នកថែមទាំងខ្ញុំដឹងថាអ្នកពិតជាស្អប់កូនរបស់ខ្ញុំទើបខ្ញុំតែងតែផ្ដោតគោលដៅលើអ្នកស្របពេលដែលអ្នកមិនអាចមានកូនបែបនេះអ្នកអាចធ្វើជាម្ដាយដោយមិនបាច់ខ្ញុំយកកូននេះក៏ដើម្បីប៉ះពាល់ការសោកស្ដាយដែលអ្នកមិនអាចធ្វើជាម្ដាយគេបាននេះគឺដើម្បីសេចក្តីសុខរបស់អ្នកទេនាងធ្វើច្រើនម្លេះសម្រាប់ខ្ញុំហេតុអ្វីនាងមិនប្រាប់ខ្ញុំអ្នកគិតថាអ្នកណាក៏ដូចអ្នកដែរមែនទេធ្វើល្អចំពោះនាងអានបន្តិចបន្តួចក៏យកមកនិយាយពេញមួយថ្ងៃខ្ញុំប្រាប់អ្នកចុះនាងអានល្អចំពោះអ្នកខ្លាំងបែបនេះមិនមែនដោយសារអ្នកល្អនោះទេឬអ្នកអស្ចារ្យប៉ុណ្ណាឡើយគឺដោយសារនាងអាននាងផ្ទាល់គឺជាមនុស្សដ៏ល្អម្នាក់ដូច្នេះហើយតើខ្ញុំនិយាយថាអ្នកតោងទាមគេវាខុសមែនទេហើយអ្នកសាកគិតមើលតាំងពីអ្នកបើកក្រុមហ៊ុនប៉ុន្មានឆ្នាំនេះតើធ្លាប់មានថ្ងៃណាដែលអ្នកផ្ដួចផ្ដើមមកវិញមកសួរសុខទុក្ខខ្ញុំនិងម្ដាយអ្នកដែរទេខ្ញុំរវល់តែធ្វើការអ្នករវល់យ៉ាងណាក៏មិនដូចនាងអានដែរប៉ុន្មានឆ្នាំដែលអ្នកបាត់មុខនេះគឺមានតែនាងអានជាអ្នកកំដរខ្ញុំទិញម្ហូបធ្វើម្ហូបមកលឿនគូសំតាច្រើនម្លេះទៅកំដរប៉ាអ្នកចុះម៉ាក់អើយកូនស្រីមកដល់ហើយម៉ាក់អ្នកប្រើខ្ញុំ3 ដងជាប់គ្នាហើយអេឆាប់ជួយចុះតើខ្ញុំគួរចុះត្រង់ណាខ្ញុំនិងប៉ាអ្នកមានបញ្ហាអ្វីគឺអ្នកដែលតែងតែបង្ហាញខ្លួននៅចំពោះមុខពួកយើងទាន់ពេលវេលាជានិច្ចគិលានុបដ្ឋាយិកាមើលមកខ្ញុំចុះខ្ញុំនិងប៉ាខ្ញុំសុទ្ធតែឈាមប្រភេទ S ខ្ញុំតែងតែគិតថាតើខ្ញុំមានបុណ្យវាសនាអ្វីបានជាអាចមានកូនប្រសើរល្អបែបនេះខ្ញុំពិតជាសង្ឃឹមថាអ្នកអាចថែរក្សានាងអានឲ្យបានល្អថែរក្សាគ្រួសារមួយនេះគឺជាកំហុសខ្ញុំសុទ្ធតែជាកំហុសខ្ញុំប៉ាម៉ាក់តើប៉ាម៉ាក់ដឹងទេអ្វីប៉ាម៉ាក់មិនប្រាប់ខ្ញុំឲ្យបានលឿនជាងនេះរយៈពេល10 ឆ្នាំនាងមិនឲ្យពួកយើងប្រាប់អ្នកទេនាងថាខ្លាចអ្នកមានអារម្មណ៍ខុសខ្លាចអ្នកបែងចែកអារម្មណ៍អ្នកឯងនេះអ្នកថែមទាំងធ្លាប់និយាយថានាងនឹងធ្វើជាប្រពន្ធដ៏ល្អបំផុតរបស់អ្នកដើម្បីកុំឲ្យអ្នកមានការព្រួយបារម្ភពីក្រោយខ្នងឲ្យអ្នកអាចចេញទៅធ្វើការនៅខាងក្រៅដោយស្ងប់ចិត្តនិងបង្កើតភាពជោគជ័យផ្ទាល់ខ្លួនចុះអ្នកវិញតើអ្នកបានធ្វើវាទេអ្នកនាំស្រីកំណាន់មកផ្ទះធ្វើឲ្យក្នុងផ្ទះមានរឿងវឹកវរថែមទាំងប្រមាថដែនកំណត់របស់នាងអានម្ដងបន្តិចធ្វើឲ្យនាងខូចចិត្តចំពោះអ្នកយ៉ាងខ្លាំងខ្ញុំប៉ុន្តែស៊ូរូយ៉ាងណាក៏នាងលះបង់ច្រើនសម្រាប់ខ្ញុំដែរខ្ញុំគ្រោងថាពិធីជប់លៀងសប្តាហ៍ក្រោយនឹងនាំនាងទៅតើបានទេរបស់ខ្ញុំនោះគ្រាន់តែជាឧបទ្ទហេតុទេក្មេងគ្មានកំហុសទេតើខ្ញុំអាចមិនទទួលខុសត្រូវបានទេឬក៏មកពីអ្នកមិនអាចបង្កើតកូនបានទើបអ្នកមិនចង់ឲ្យខ្ញុំមានកូនដែរមែនទេខ្ញុំប្រាប់អ្នកចុះវីឡាមួយនេះតើគេចង់កែប្រែបន្ទប់ណាត្រូវសុំការយល់ព្រមពីអ្នកមែនទេលីនយីហានអ្នកចូលចិត្តប្រើហិង្សាមែនទេថ្ងៃនេះខ្ញុំនឹងឲ្យអ្នកដឹងពីលទ្ធផលនៃការប្រើហិង្សាឃុំខ្លួននាងនៅខាងក្នុងមិនបាច់យកអាហារឲ្យទេអយុធធនណាខ្នងដែលអ្នកចាំខ្ញុំគ្រាន់តែបាត់បង់ស្មារតីមួយផ្លែតជាឈ្មោះដែលមានតាំងពីយូរយារណាស់មកហើយសុំទោ
សុទ្ធតែជាកំហុសរបស់ខ្ញុំមិនស័ក្តិសមនឹងអំពើល្អរបស់នាងទេអ្នកនិយាយខ្លួនឯងចុះតើអ្នកគួរត្រូវវាយឬមិនគួរត្រូវវាយខ្ញុំគួរតែត្រូវវាយឲ្យខ្លាំងអញ្ចឹងខ្ញុំនឹងតំណាងឲ្យនាងអានវាយអ្នកដែលមិនដឹងគុណទោសវាយអ្នកមួយដៃទៀតតែចាប់នេះចាប់នោះវាយអ្នកដែលមានចិត្តអាក្រក់វាយអ្នកដែលរមើលគុណយ៉ាងម៉េចហើយក្មេងឈឺទេខ្ញុំប្រាប់អ្នកចុះការឈឺចាប់បន្តិចបន្តួចដែលអ្នកទទួលនៅថ្ងៃនេះមិនស្មើ1/10,000នៃការឈឺចាប់ដែលអ្នកធ្វើដាក់នាងអានទេលុតជង្គង់នៅទីនេះហើយពិចារណាកំហុសខ្លួនឯងឲ្យបានល្អទៅកូនឲ្យម៉ាក់ខ្ញុំដឹងខុសហើយម៉ាក់គិតថានាងអាននឹងអត់ទោសឲ្យខ្ញុំទេកូនឲ្យតាមចិត្តគំនិតរបស់នាងអានបើនាងបានសម្រេចចិត្តហើយគឺពិបាកនឹងត្រឡប់ក្រោយណាស់រឿងយុវជនវ័យក្មេងពួកឯងម៉ាក់ក៏មិនអាចលូកដៃបានដែរកូនមើលគិតគូរខ្លួនឯងចុះម៉ាក់នាងអានតើអ្នកចង់ឲ្យខ្ញុំធ្វើអ្វីទើបអ្នកព្រមអត់ទោសឲ្យខ្ញុំមិនស្រួលទេលោកអគ្គនាយកហ្វូបន្ទាប់ពីយីនស៊ឺដកការវិនិយោគរាប់សិបពាន់លានចេញម្ចាស់ពាក្យហ៊ុនធំផ្សេងទៀតក៏នាំគ្នាដកពាក្យហ៊ុនចេញដែរឥឡូវកាន់នៃក្រុមហ៊ុនគ្មានសល់លុយមួយកាក់ទេបុគ្គលិកក៏កំពុងឆោឡោសុំឈប់ពីការងារដែរអ្នករកវិធីទប់ស្កាត់ពួកគេសិនទៅខ្ញុំនឹងទៅរកលុយប្រាប់ពួកគេថាក្រុមហ៊ុនប្រកាសជាមិនមានបញ្ហាអ្វីទេល្អទេអញ្ចឹងលោកអាក់ឆាប់ឡើងខាងខ្ញុំទប់លែងចប់ហើយផ្ទះនិងកាដូដែលខ្ញុំទិញឲ្យស៊ូជូសរុបបញ្ចូលគ្នាគួរតែមានប្រហែល10លាននាងចេះដឹងរឿងម្លឹងគួរតែអាចយកយល់បានដើម្បីឲ្យខ្ញុំអាចទប់ទល់មួយរយៈសិនត្រូវហើយកូនសម្លាញ់ប៉ាចុងអ្នកទទួលរ៉ាប់រងរបស់កូនឥឡូវខ្លាយជាមនុស្សគ្មានបានការហើយម៉ាក់នៅទីនេះមានតែនាំកូនទៅរកប៉ាថ្មីដែលមានលុយច្រើនជាងនេះហើយសេងស៊ូជូតើអ្នកមានន័យយ៉ាងម៉េចសេងស៊ូជូអ្នកមានន័យយ៉ាងម៉េចអំបញ្ញមិញអ្នកនិយាយថាខ្ញុំជាអ្នកទទួលរ៉ាប់រងថាខ្ញុំជាប៉ាចុងតើអ្នកមានន័យយ៉ាងម៉េចមិនមែនទេបងស៊ីមីងកូនគឺជារបស់បងតើមើលចុះអ្នកទាំងពីរមុខស្រដៀងគ្នាប៉ុណ្ណាមិនអាចទៅរួចទេខ្ញុំពិតជាមិនបានស្ដាប់ច្រឡំទេខ្ញុំតែងតែសង្ស័យរហូតពួកយើងទាំងពីរបានគេងជាមួយគ្នាតែម្ដងគត់នៅក្លឹបមិនក៏អាចមានកូនតែម្ដងដូចនេះទៅរួចមិនក៏បងអាចនិយាយបែបនេះបងស៊ីមីងតើបងដោយសារតែបងស្រីរៀបនឹងមានកូនទើបមិនចង់ទទួលខុសត្រូវលើខ្ញុំនិងកូនមែនទេធ្វើបែបនេះតើបងជាកូនប្រុសប្រភេទណាម្យ៉ាងទៀតខ្ញុំអាចទៅធ្វើតេស្ត DNA ជាមួយបងឥឡូវនេះក៏បានអាយ៉ាបងស៊ីមីងមើលចុះកូនកំពុងតែយំខ្លាំងណាស់បងឆាប់លួងគេទៅគេប្រកាសជានឹកប៉ាហើយប្រពន្ធសម្លាញ់មានរឿងអីអេមអិចបានកូនយំអ្នកហៅនាងថាប្រពន្ធមែនទេឈប់សិនកូននេះជារបស់អ្នកមែនទេនៅក្លឹបយប់នោះក៏ជាល្បិចដែលអ្នកទាំងពីររៀបចំដាក់ខ្ញុំមែនទេមិនមែនទេអ្នកណាមិនមែនបានពួកយើងទៅធ្វើតេស្ត DNA ឥឡូវនេះដើម្បីមើលថាតើកូននេះជារបស់អ្នកណាពិតប្រាកដបានកូននេះជារបស់ខ្ញុំបានហើយនៅយកលុយរបស់ខ្ញុំសងខ្ញុំវិញមកលុយស្អីគេលុយដែលខ្ញុំបានចំណាយលើអ្នក
ទាំងផ្ទះឡាននិងលុយកាក់សងខ្ញុំវិញទាំងអស់មកសងលុយស្អីទៅតើអ្នកមិនចេះច្បាប់ទេអ្នកជាអ្នកឲ្យដោយស្ម័គ្រចិត្តតើច្បាប់មិនមានចែងថាត្រូវសងលុយនោះទេចាត់ទុកថាលុយទាំងនេះជាថ្លៃនឿយហត់ដែលស៊ូរូកំដរអ្នកសម្ដែងទៅចុះចង់យកវិញគឺមិនអាចទេមិនសងមែនទេខ្ញុំនឹងប្តឹងប៉ូលីសឥឡូវនេះខ្ញុំនឹងឲ្យអ្នកបោកប្រាស់ទាំងពីរអ្នកដេកគុកដល់ចាស់កុំខ្ញុំសងខ្ញុំសងឥឡូវនេះហើយនេះជាប្រាក់សន្សំទាំងអស់របស់ខ្ញុំហើយ 10,000 យ៉ននេះសងអ្នកវិញទាំងអស់ 10,000 10,000 ប៉ុន្មានឆ្នាំនេះលុយដែលខ្ញុំចំណាយលើអ្នកសរុបទាំងអស់ប្រហែល10លានយ៉នអ្នកសងខ្ញុំ 10,000 ហើយចង់ឲ្យចប់រឿងមែនទេខ្ញុំប្រាប់អ្នកចោះ10លានយ៉នមួយតាក់ក៏មិនអាចខ្វះបានដែរចាយអស់បាត់ទៅហើយប្រាក់សន្សំទាំង 10,000 គឺនៅទីនេះទាំងអស់ 10លានយ៉នហ្នឹងអ្នកចាយរបស់ខ្ញុំអស់រលីងមែនទេទិញកាបូបកែសម្ផស្សរៀនតន្ត្រីមិនបាច់ប្រើលុយទេអីថតទុកហើយអ្នកទាំងពីររងចាំដេកខោអាវក្នុងគុកទៅពួកអ្នកកំពុងធ្វើអីហ្នឹងលោកអាក់ហ្វូមិនមានលទ្ធភាពសងសំណងទេអញ្ចឹងយើងមានតែយករបស់របរទៅលក់ដើម្បីកាត់កងបំណុលហើយមិនឲ្យជញ្ជូនទេទាំងនេះជាទ្រព្យសម្បត្តិក្រុមហ៊ុនខ្សែធនបាត់ទៅហើយនៅខ្លាំងអីទៀតមែនហើយបើនៅតែរារាំងប្រយ័ត្នខ្ញុំប្តឹងទៅក្រសួងការងារអ្នកដែលធ្វើបាបប្រពន្ធទ្រព្យសម្បត្តិក៏មិនចូលដែរចេញពីផ្ទះដោយខ្លួនទេក្រុមហ៊ុនខ្សែធនគ្រប់យ៉ាងគឺឆ្កាំពៀដែលគេសាងខ្លួនឯងត្រូវហើយលេខាលីវអគ្គនាយកនេះជាវិក័យប័ណ្ណពីនៃបន្ទាប់ពីក្រុមហ៊ុនខ្សែធនសរុប5លានដុល្លារការជូនដំណឹងឲ្យប្រញាប់បង់ប្រាក់ក្នុងរយៈពេល1ខែបើគ្មានការអីទេខ្ញុំសុំលាទៅមុនហើយជូនពរលោកអាក់ហ្វូជូនពរក្រុមហ៊ុនពួកឯងនេះជាកំហឹងរបស់អ្នកមែនទេមិនត្រូវទេនាយអានទោះបីជាខឹងខ្លាំងយ៉ាងណាក៏មិនគួរយកការវិនិយោគរបស់ក្រុមហ៊ុនយិនស៊ឺមកលេងសើចដែរប្រកាសជាមានមូលហេតុផ្សេងខ្ញុំត្រូវតែទៅយិនស៊ឺឥឡូវនេះគួរតែនៅមានឱកាសកែប្រែបានហេតុអ្វីខ្ញុំមិនដឹងក្រុមហ៊ុនយិនស៊ឺតែងតែស្ថិតក្នុងស្ថានភាពខាតបង់រហូតមកអ្នកនាងតាមពិតយិនស៊ឺគឺជាក្រុមហ៊ុនវិនិយោគមិនមានអាជីវកម្មជាក់ស្ដែងសម្រាប់តាំងពីអ្នកនាងប្រកល់យិនស៊ឺឲ្យអ្នកគ្រប់គ្រងអាជីវកម្មកាប់ទាំងស្រុងមកការវិនិយោគតែងតែបរាជ័យជានិច្ចពួកគេថែមទាំងសូកប៉ាន់ផ្នែកហិរញ្ញវត្ថុក្រុមហ៊ុនឲ្យធ្វើបញ្ជីคล้ายៗដើម្បីបោកប្រាស់អ្នកនាងគឺជាការធ្វេសប្រហែសរបស់ខ្ញុំកាលពីមុនខ្ញុំតែងតែយកចិត្តទុកដាក់តែលើការជួយគាំទ្រក្រុមហ៊ុនហ្វូមិននឹកស្មានថាដោយអចេតនាស្ទើរតែធ្វើឲ្យក្រុមហ៊ុនយិនស៊ឺវិនិច្ឆ័យទៅហើយអ្វីដែលសំខាន់បំផុតនៅពេលនេះគឺត្រូវប្រញាប់យកទុនវិនិយោគរាប់សិបពាន់លានដែលដកពីក្រុមហ៊ុនហ្វូទៅបណ្ដាក់ទុនក្នុងគម្រោងដែលត្រឹមត្រូវការវិនិយោគលើកនេះទាក់ទងនឹងការរស់រានមានជីវិតរបស់ក្រុមហ៊ុនយិនស៊ឺនៅក្នុងឱកាសសម្រាប់កំហុសទៀតទេល្អខ្ញុំដឹងហើយគម្រោងរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអានយៀនគឺលេចធ្លោខ្លាំងណាស់គ្រាន់តែក្រុមហ៊ុនមួយនេះខ្ញុំហាក់ដូចជាមិនដែលឮឈ្មោះសោះក្រុមហ៊ុននេះទើបតែបង្កើតឡើងថ្មីនេះទេប៉ុន្តែមានសន្ទុះខ្លាំងក្លាណាស់តើអ្នកនាងចង់ឲ្យខ្ញុំរៀបចំពិធីដេញថ្លៃមួយទេដើម្បីឲ្យអ្នកនាងអាចជែកជាមួយពួកគេអាចធ្វើបានទៅរៀបចំចុះល្អលោកនេះជាការិយាល័យរបស់អគ្គនាយកយិនសូមអញ្ជើញជីហានគឺអ្នកប្រពន្ធសម្លាញ់អូនមិនក៏អូនមកអង្គុយក្នុងការិយាល័យអគ្គនាយករបស់យិនស៊ឺទៅវិញបងដឹងហើយអូនឯងនេះប្រកាសជាមកជួយទារប្រាក់វិនិយោគរាប់សិបពាន់លាននោះឲ្យបងវិញហើយមែនទេបងដឹងច្បាស់ណាស់អូនប្រកាសជាមិនឈោមមើលក្រុមហ៊ុនពួកយើងខ្សែធនដោយមិនខ្វល់នោះទេមែនទេកុំខឹងទៀតអីបងដឹងខុសហើយបងលុតជង្គង់សុំអង្វរអូនត្រឡប់ទៅផ្ទះជាមួយបងវិញទៅល្អទេបងពិតជាមិនអាចរស់ដោយគ្មានអូនទេអ្នកមិនបាច់ធ្វើបែបនេះទេខ្ញុំធ្លាប់និយាយរួចហើយក្តីស្រឡាញ់คล้ายៗគឺថោកទាបជាងស្មើទៅទៀតពាក្យសុំទោសរបស់អ្នកខ្ញុំលែងត្រូវការយូរណាស់មកហើយ
ប្រពន្ធសម្លាញ់បងសុំអង្វរអូនបងក៏ត្រូវមានស្រីថោកទាបសេនស៊ូរូនោះបោកប្រាស់ដែរបងប្រាប់អូនចុះបងមិនត្រឹមតែផ្ដាច់ទំនាក់ទំនងជាមួយនាងដាច់ស្រឡះទេថែមទាំងបញ្ជូននាងចូលគុកទៀតផងដូច្នេះបងសន្យាជាមួយអូនថ្ងៃក្រោយបងនឹងមិនបណ្ដោយឲ្យអូនត្រូវទទួលរងភាពអយុត្តិធម៌ដោយសារតែស្រីណាផ្សេងទៀតទេអូនត្រឡប់ទៅវិញជាមួយបងទៅណាមិនល្អទេត្រូវហើយព្រោះកំហុសដែលអ្នកបានសាងគឺមិនស័ក្តិសមនឹងទទួលបានការអត់ទោសជារៀងរហូតប្រពន្ធសម្លាញ់មនុស្សមិនមែនជាព្រះទេអ្នកណាក៏ធ្លាប់ធ្វើខុសដែរម្យ៉ាងទៀតបងពិតជាមិនបានក្បត់អូនទេម្ដងក៏មិនដែរបងសុទ្ធតែត្រូវមីថោកទាបនោះរៀបល្បិចបោកប្រាស់តើនាងដាក់អន្ទាក់បងរៀបល្បិចការលំអៀងរបស់អ្នកចំពោះនាងគឺច្បាស់ក្រឡែតតើអ្នកហ៊ាននិយាយទេថាអ្នកមិនមានចិត្តលើនាងសំបីតែបន្តិចប្រពន្ធសម្លាញ់បងចាញ់បោកភាពទន់ខ្សោយដែលនាងធ្វើពុតតើមនុស្សដែលបងស្រឡាញ់តាំងពីដើមដល់ចប់មានតែអូនម្នាក់គត់ចេញទៅអ្នកទៅចុះថ្ងៃក្រោយកុំមកបង្ហាញខ្លួននៅមុខខ្ញុំទៀតប្រពន្ធសម្លាញ់ទោះអូនមិនគិតដល់បងក៏អូនត្រូវគិតដល់កូនក្នុងពោះដែរតើអូនដាច់ចិត្តឲ្យកូនកើតមកគ្មានប៉ាមែនទេខ្ញុំធ្លាប់និយាយហើយថាកូននេះមិនមែនជារបស់អ្នកទេគេជាកូនល្ងងដែលមានឈាមរបស់ខ្ញុំពាក់កណ្ដាលអូននិយាយថាមិនពាក់ព័ន្ធគឺមិនពាក់ព័ន្ធមែនទេបងប្រាប់អូនចុះបងមិនព្រមទេមើលឲ្យច្បាស់ខ្ញុំមានផ្ទៃពោះ2 ខែឯអ្នកមិនបានត្រឡប់មកផ្ទះ3 ខែហើយអ្នកនិយាយថាកូនម្នាក់នេះអាចជារបស់អ្នកឬល្អតើអ្នកណាជាអ្នកមិនស្មោះត្រង់ឲ្យពិតប្រាកដយិនណែតើក្តីស្រឡាញ់របស់អ្នកសមនឹងក្តីស្រឡាញ់របស់ខ្ញុំចំពោះអ្នកទេក្តីស្រឡាញ់របស់អ្នកវាថោកទាបពេកហើយខ្ញុំមិនត្រូវការទេបើអ្នកនៅតែមិនចេញទៅខ្ញុំនឹងហៅសន្តិសុខមកហើយអ្នកពូកែណាស់ខ្ញុំប្រាប់អ្នកចុះអ្នកច្បាស់ជាស្ដាយក្រោយមិនខានអ្នកបានឬទេក្រុមហ៊ុនរបស់យើងទុនវិនិយោគ 10,000 លានដែលបានដកចេញលើនេះមិនដឹងយកទៅវិនិយោគហើយការវិនិយោគនេះប៉ារោគដៃគូវិនិយោគមិនបានសមរម្យទេនឹងប៉ះពាល់ដល់ក្រុមហ៊ុនភាគហ៊ុនក្រុមហ៊ុននឹងធ្លាក់ចុះយ៉ាងខ្លាំងប្រឈមមុខនឹងវិបត្តិមិនខានត្រឹមត្រូវហើយត្រូវមើលការដេញថ្លៃនៅថ្ងៃស្អែកថាតើមានគម្រោងណាល្អដែលអាចកែប្រែស្ថានភាពបានឬអត់ធានាខ្ញុំមានវិធីហើយខ្ញុំនឹងឲ្យអ្នកឃើញពីសមត្ថភាពពិតរបស់ខ្ញុំធ្វើឲ្យអ្នកអង្វរចង់ជួបខ្ញុំវិញលោកប្រធានយ៉ាវកញ្ញាយិនចាប់អារម្មណ៍គម្រោងរបស់យើងណាស់ថ្ងៃស្អែកយិនឆៃនឹងរៀបចំការដេញថ្លៃចង់អញ្ជើញលោកទៅពិភាក្សាអ្នកទៅជំនួសខ្ញុំចុះមុនពេលគម្រោងចុះហត្ថលេខាជាផ្លូវការខ្ញុំមិនអាចជួបនាងបានទេមិនអាចជួបមានន័យថាម៉េចគម្រោងរបស់ពួកយើងបើទោះជាបិទភ្នែកវិនិយោគក៏ចំណេញមិនខាតដែរពេលចុះហត្ថលេខាភ្លាមយ៉ាងហោចណាស់អាចផ្ដល់ប្រាក់ចំណេញ10 ដងដល់យិនឆេនេះគឺជាអ្វីដែលយិនឆេកំពុងត្រូវការជាចាំបាច់លោកច្បាស់ជាកំពុងបញ្ចុកបាយដល់មាត់យិនឆេហើយហេតុអ្វីបានជាមិនអាចបង្ហាញខ្លួនបានប្រសិនបើណែនដឹងថាខ្ញុំជាប្រធានក្រុមហ៊ុន Anyone នាងនឹងមិនចុះហត្ថលេខាទេអោបាននិយាយអញ្ចឹងលោកនិងកញ្ញាយិនស្គាល់គ្នាមិនមែនគ្រាន់តែស្គាល់ទេតែខ្ញុំគឺជាមនុស្សដែលនាងស្អប់បំផុតសង្សារចាស់អាហាណែនបែកគ្នា10 ឆ្នាំហើយទីបំផុតខ្ញុំរងចាំដល់ពេលដែលអូនលែងលះហើយមានន័យថាលោកធ្លាប់ធ្វើឲ្យកញ្ញាយិនខូចចិត្តពីមុនមកជាបេអូនប្រឡងជាប់សាកលវិទ្យាល័យដែលបងចង់ទៅហើយថ្ងៃក្រោយពួកយើងមិនបាច់បែកគ្នាទៀតទេណែន
ពួកយើងបែកគ្នាទៅបងកំពុងនិយាយស្អីហ្នឹងមិនគួរឲ្យអស់សំណាច់សោះបងមិនបាននិយាយលេងទេបែកគ្នាទៅបងលងស្រឡាញ់អ្នកផ្សេងហើយបងចង់ទៅក្រៅប្រទេសជាមួយគេថ្ងៃក្រោយនឹងរៀបការបង្កើតកូនជាមួយគេលេងស្រឡាញ់អូនហើយអូនទៅចុះអូនចេញទៅបើអូនមិនទៅបងទៅចៅឆេបេបងគិតឲ្យច្បាស់ណាបើបងដើរចេញអូននឹងស្អប់បងមួយជីវិតចម្រៀងភ្នែករបស់អ្នកចម្រៀងមិននៅលាយបាត់តែលាក់ខ្លួនក្នុងហ្វូងមនុស្សហា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 បើលោកស្រឡាញ់កញ្ញាយិនដល់ថ្នាក់នេះការនោះហេតុអ្វីបានជាត្រូវបែកគ្នាពេលនោះគ្រួសារខ្ញុំជួបវិបត្តិភ្លាមម្ចាស់បំណុលបានជួលឃាតមកទារបំណុលដល់ផ្ទះមនុស្សដែលពាក់ព័ន្ធនឹងខ្ញុំម្នាក់ម្ដងសុទ្ធតែបានស្លាប់ខ្ញុំមិនអាចឲ្យនាងមានគ្រោះថ្នាក់សូម្បីតែបន្តិចមានតែផ្លូវបែកគ្នាចុះឥឡូវលោកត្រឡប់មកមានអំណាចវិញហើយហេតុអ្វីមិនទៅបកស្រាយប្រាប់កញ្ញាយិនឲ្យច្បាស់ពីរឿងយល់ច្រឡំកាលពីមុនការបកស្រាយគឺជាការសុំទោសដែលគ្មានប្រយោជន៍បំផុតនាងក៏នឹងមិនទទួលយកដែរអញ្ចឹងលោកសុខចិត្តតាមមើលថែពីក្រោយខ្នងនាងរហូតបែបនេះហេលាក់ខ្លួននៅពីក្រោយជួយនាងអ្វីដែលខ្ញុំជំពាក់នាងមួយជីវិតនេះក៏សងមិនអស់ដែររឿងតូចតាចប៉ុណ្ណឹងមិនរាប់ថាជាអ្វីឡើយលោកប្រធានរៅសុំទុកចិត្តចុះរឿងចុះហត្ថលេខាខ្ញុំធានាចាត់ចែងឲ្យរួចរាល់ប៉ុន្តែឥឡូវនេះមានបញ្ហាបន្តិចត្រូវការឲ្យលោកពិនិត្យមើលសិនប៉ាតង់អេខ្វាញ់ឆំដែលនៅក្នុងដៃរបស់ខ្ញុំនេះនៅពេលដាក់ឲ្យប្រើប្រាស់ប្រាក់ចំណេញយ៉ាងហោចណាស់ក៏រាប់រយពាន់លានដែរថាអ្នកវិនិយោគធំសុទ្ធតែមានបំណងចង់វិនិយោគចុះតើលោកនឹងជ្រើសរើសយកមួយណាពាក្យចាស់ពោលថាដួលកន្លែងណាត្រូវក្រោកពីកន្លែងហ្នឹងដូច្នេះខ្ញុំជ្រើសរើសយិនឆេការដេញថ្លៃរបស់យិនឆេថ្ងៃស្អែកខ្ញុំនឹងយកប៉ាតង់មួយនេះទៅយកការវិនិយោគពីយិនឆេមកវិញម្ដងទៀតប៉ាតង់មួយនេះគឺជាឯកសារសម្ងាត់របស់ក្រុមហ៊ុនមិនធ្លាប់បង្ហាញជាសាធារណៈមិនដឹងថាហេតុអ្វីបានជាធ្លាក់ទៅក្នុងដៃ Hugh Semming ទៅវិញឬមួយខ្ញុំប្តឹងប៉ូលីសទៅទេមិនត្រឹមតែមិនប្តឹងទេខ្ញុំចង់ឲ្យគេធ្លាក់ពីកន្លែងដែលខ្ពស់បំផុតខ្ញុំចង់ឲ្យគេស្គាល់រសជាតិនៃភាពអស់សង្ឃឹមបំណងរបស់លោកគឺមិនត្រឹមតែមិនប្តឹងខ្ញុំថែមទាំងចង់ជួយគេផ្សព្វផ្សាយពីភាពអស្ចារ្យនៃប៉ាតង់មួយនេះទៀតផងខ្ញុំយល់ហើយលោកចង់លើកគេឲ្យខ្ពស់ធ្វើឲ្យគេក្អេងក្អាងធ្វើឲ្យគេមើលមិនឃើញក្បាលអ្នកណាត្រឹមត្រូវណែស្អប់បំផុតគឺមនុស្សប្រភេទនេះបន្ទាប់មកនៅក្នុងការដេញថ្លៃនោះនៅចំពោះមុខកញ្ញាយិនហែកមុខកាករបស់គេជាសាធារណៈឆ្លាតមានតែវិធីនេះទេទើបអាចកាត់ផ្តាច់លទ្ធភាពនៃការត្រូវរើគ្នារបស់អ្នកទាំងពីរយ៉ាងណាមិញណែនគឺជាមនុស្សចិត្តទន់ប្រសិនបើប្តឹងប៉ូលីសឥឡូវនេះណែនអាចនឹងនឹកឃើញមនុស្សសញ្ជាតិណាចាស់ហើយជួយគេបែបនេះ Hugh Semming នឹងកាន់តែតាមរំខានមិនឈប់មានតែឲ្យគេបង្ហាញមុខមាត់ពិតដោយខ្លួនឯងនៅចំពោះមុខណែនដោយគ្មានលាក់លៀមណែនទើបអាចមើលឃើញមនុស្សចំពោះមុខនាងបានច្បាស់ដោយគ្មានការអាណិតសូម្បីតែបន្តិចសូមជាលោកប្រធានរៅធ្វើការដាច់ណាត់ពិតមែនទៅចុះរងចាំដំណឹងល្អពីអ្នកបានយូឆៃបានបង្កើតប៉ាតង់ខ្វាញ់ឆំអេលើកនេះដណ្ដើមបានការវិនិយោគពីយិនឆេមិនខានមែនហើយយិនឆេកំពុងតែត្រូវការគម្រោងដែលចំណេញមិនខាតបែបនេះយិនឆេស្អីគេខ្ញុំទន្ទឹងរង់ចាំមើលមុខដ៏ស្ដាយក្រោយរបស់ពួកអ្នកនៅថ្ងៃស្អែកណាស់យិនណែនខ្ញុំក៏រង់ចាំមើលទឹកមុខស្ដាយក្រោយរបស់នាងដូចគ្នាអ្នកនាងនេះគឺជាឯកសារប៉ាតង់ដែល Hugh Semming បានដាក់មកឆ្លងកាត់ការសិក្សាផ្ទៃក្នុងរបស់យើងប៉ាតង់នេះគឺជាឱកាសមាស
បើធៀបនឹងគម្រោងរបស់ Anyone Technology កាន់តែមានអនាគតតើបានស៊ើបទេថាប៉ាតង់នេះជារបស់ Hugh Semming មែនឬអត់តាមការស៊ើបអង្កេតប៉ាតង់នេះមិនមានក្រុមហ៊ុនផ្សេងចេញមុខអាហាងទេគួរតែជារបស់គាត់ទេ Hugh Semming មិនអាចបង្កើតប៉ាតង់ខ្វាន់ឆាំនេះចេញមកបានទេបើគេប្រាំជោបាយខុសច្បាប់គ្រាន់តែយកវាទៅប្រើប្រាស់ក្នុងអាជីវកម្មគេច្បាស់ជាជាប់គុកមិនខានប្រកាសទៅប៉ាតង់នេះយើងមិនវិនិយោគទេចុះធ្វើម៉េចទៅលោកស្រីយិនខ្ញុំដឹងថាលោកស្រីនិងលោកហ៊ូមានបញ្ហានឹងគ្នាប៉ុន្តែចំនួនគឺចំនួនគម្រោងល្អបែបនេះបើមិនវិនិយោគដូចជាមិនសមសោះមែនហើយប៉ុន្មានឆ្នាំនេះក្រុមហ៊ុនខាតបង់រហូតបុគ្គលិកចាប់ផ្ដើមត្អូញត្អែហើយពេលនេះត្រូវការគម្រោងដែលមានអនាគតភ្លឺស្វាងមួយដើម្បីពង្រឹងស្មារតីប៉ាតង់នេះល្អមែនប៉ុន្តែប្រភពមិនច្បាស់លាស់វិនិយោគទាំងងើតងល់មានតែនាំទុកដាក់ខ្លួនយិនឆៃលែងមានលទ្ធភាពប្រថុយទៀតហើយអ្នកណានិយាយថាប្រភពមិនច្បាស់លាស់ប៉ាតង់មួយនេះទោះបីមិនមែនខ្ញុំជាអ្នកស្រាវជ្រាវប៉ុន្តែខ្ញុំជាអ្នកទិញវាបើនិយាយតាមផ្លូវច្បាប់ខ្ញុំគឺជាម្ចាស់កម្មសិទ្ធិតែមួយគត់នៃប៉ាតង់នេះណែនាងនៅទីនេះល្មមខ្ញុំចង់ដណ្ដើមយកអ្វីដែលជារបស់ខ្ញុំនៅចំពោះមុខនាងតែម្ដងអេពួកគេហាក់ដូចជាពេញចិត្តនឹងប៉ាតង់របស់ខ្ញុំណាស់លោកច្បាស់ទេថាប៉ាតង់នេះស្របច្បាប់ច្បាស់ណាស់ជាមួយនឹងខ្សែភ្នែកវិនិយោគរបស់ខ្ញុំ Hugh Semming ការរកឃើញប៉ាតង់ដែលមានសក្តានុពលបែបនេះជារឿងងាយបំផុតអ្នកយល់ហើយលោកម្ចាស់ទាំងឡាយសូមមើលប៉ាតង់ក្នុងដៃរបស់ពួកលោកឲ្យច្បាស់ឥឡូវនេះគ្រប់ប្រភពទុនកំពុងដណ្ដើមគ្នាវិនិយោគលើខ្ញុំទុកពេលឲ្យពួកលោក10វិនាទីបើពួកលោកមិនវិនិយោគខ្ញុំទៅហើយខ្ញុំទៅពិតមែនណាការដេញថ្លៃថ្ងៃនេះយើងប្រើវិធីបោះឆ្នោតមនុស្ស5នាក់ឲ្យតែ4នាក់បោះឆ្នោតគឺចាត់ទុកថាចប់ហើយលោកនាយកគ្រប់រូបគម្រោងរបស់ Anyone Technology ទោះបីបានប្រាក់ចំណេញតែ10ដងប៉ុន្តែបើធៀបគ្នាទៅមានស្ថិរភាពជាងតើអាចពិចារណាណែនេះគឺជាចំនួនវិនិយោគរបស់នាងឬណែនេះគឺជាខ្សែភ្នែកវិនិយោគរបស់នាងមួយចំណេញ10ដងមួយទៀតចំណេញរាប់ពាន់រាប់ម៉ឺនដងសូម្បីតែមនុស្សល្ងងក៏ចេះរើសដែរម្យ៉ាងទៀតការវិនិយោគនេះគឺសម្រេចដោយភាគហ៊ុននិចទាំងអស់នាងអង្គុយនៅទីនេះបានហើយហេតុអ្វីនាងរំខានការសម្រេចចិត្តរបស់អ្នកអតីត Hugh Semming លោកប្រហែលជាមិនដឹងទេថាការពិតបានខ្ញុំចង់ឃើញណាស់ថាលោកអាចយកការវិនិយោគពីយិនឆេបានឬអត់បានហើយសូមអញ្ជើញលោកអកទាំងអស់លើកដៃបោះឆ្នោតចុះខ្ញុំគាំទ្រកិច្ចសន្យាវិនិយោគខ្វាន់ឆាំអេគឺជាអនាគតខ្ញុំក៏យល់ព្រមដែរផលប្រយោជន៍ធំជាងអ្វីទាំងអស់សូមទោសខ្ញុំក៏យល់ព្រមវិនិយោគដែរហាឃើញទេលោកអកទាំងអស់សុទ្ធតែមានភ្នែកមុតស្រួចនិងក្លាហានមិនដូចនាងដែលកំសាកញីទេខ្ញុំនឹងឲ្យនាងដឹងថាការលែងលេះជាមួយខ្ញុំគឺជាការសម្រេចចិត្តខុសបំផុតរបស់នាងហាការវិនិយោគនៅមិនទាន់ចប់ទេប្រញាប់ម្លេះបញ្ចេញរកពីជាអ្នកឈ្នះទៅហើយរឿងមកដល់ថ្នាក់នេះហើយនៅមានអ្វីប្រែប្រួលទៀតឃើញទេ4សំឡេងជាប់ទាំងអស់ការវិនិយោគរបស់យិនឆេខ្ញុំយកវាមកវិញបានដោយសមត្ថភាពរបស់ខ្ញុំផ្ទាល់មើលទៅការដែលយិនឆេដកទុនកាលពីមុនពិតជានាងជាអ្នកធ្វើមែនប៉ុន្តែមិនអីទេខ្ញុំលើកលែងទោសឲ្យនាងហើយរឿងអតីតកាលរបស់ពួកយើងទុកជាអាសាបងទៅចុះ Hugh Semming លោកដឹងទេថាលោកកំពុងនិយាយជាមួយអ្នកណាខ្ញុំដឹងច្បាស់ណាស់ខ្ញុំកំពុងនិយាយជាមួយអតីតប្រពន្ធតែគ្មានភ្នែកមើលរបស់ខ្ញុំនឹងឯង Hugh Semming នេះទៅជាមុខមាត់ពិតរបស់លោកមែនទេការសុំទោសពីមុនមកសុទ្ធតែជាការសម្ដែងពេលនេះទៅជារូបលោកពិតប្រាកដចុះយ៉ាងម៉េចខ្ញុំគ្រាន់តែធ្វើប្រហែសក្នុងជីវិតរបស់យើងបន្តិចបន្តួចប៉ុន្តែជារួមខ្ញុំនៅតែស្មោះត្រង់ហេតុអ្វីនាងចេះតែចាប់កំហុសតូចតាចរបស់ខ្ញុំមិនលែងអញ្ចឹងឥឡូវនេះនាងបានឃើញសមត្ថភាពពិតរបស់ខ្ញុំច្បាស់ហើយនៅបើនាងព្រមអន់ក្បាលសុំទោសខ្ញុំដោយស្រួលខ្ញុំអាចនឹងមិនប្រកាន់ទោសនាងប៉ុន្តែនាងត្រូវតែបំពេញលក្ខខណ្ឌ3របស់ខ្ញុំ
ទី1ថ្ងៃក្រោយនាងត្រូវនៅផ្ទះធ្វើជាកូនល្អធ្វើជាស្ត្រីមេផ្ទះពេញទំហឹងទី2រាល់កិច្ចការក្រុមហ៊ុនថ្ងៃក្រោយខ្ញុំជាអ្នកសម្រេចនាងហាមលូកដៃទី3ទៅរំលូតកូនក្នុងពោះរបស់នាងចោលទៅចាំបង្កើតកូនរបស់យើងផ្ទាល់ម្នាក់ទៀតខ្ញុំធានាថាបើនាងធ្វើតាមលក្ខខណ្ឌទាំងនេះខ្ញុំនឹងប្រព្រឹត្តល្អចំពោះនាង Hugh Semming ខ្ញុំពិតជាចង់ដឹងណាស់លោកបានទំនុកចិត្តមកពីណាខ្ញុំបង្ហាញភាពស្មោះត្រង់ណាស់ទៅហើយនាងគួរតែចេះស្កប់ស្កល់ទៅមើលទៅពួកយើងរៀបការ10ឆ្នាំលោកនៅតែមិនសូវយល់ពីខ្ញុំសោះនាងមានន័យថាម៉េចមួយជីវិតនេះខ្ញុំស្អប់បំផុតគឺមនុស្សក្អេងក្អាងបែបនេះនិងស្រឡាញ់ខ្លួនឯងជ្រុលដូចការជ្រើសរើសលោកជាស្វាមីគឺជាកំហុសដ៏ធំបំផុតក្នុងជីវិតខ្ញុំរវាងខ្ញុំនិងលោកគ្មានថ្ងៃអាចទៅរួចទេបានខ្ញុំផ្ដល់ឱកាសឲ្យនាងហើយគឺនាងខ្លួនឯងដែលមិនចេះចាប់យកតិចទៀតកុំមកស្ដាយក្រោយឲ្យសោះលោកអគ្គនាយកទាំងអស់បើការបោះឆ្នោតបានសម្រេចហើយតោះយើងចុះហត្ថលេខាទៅខ្ញុំធានាឲ្យតែប៉ាតង់នេះដាក់ឲ្យប្រើប្រាស់ខ្ញុំនឹងធ្វើឲ្យពួកលោកចំណេញដល់ហៀថងហាហាហាឈប់សិនអ្នកណានិយាយថាប៉ាតង់ជារបស់លោកអ្នកគឺខ្ញុំជាអ្នកទទួលខុសត្រូវរបស់ Anyone Technology អ្នកទាំងអស់គ្នាហៅខ្ញុំថាឈៀវយ៉ាងបានហើយអ្នកគ្រប់គ្រងយ៉ាងសុំទោសផងកិច្ចសហការពីមុនរបស់យើងប្រហែលជាត្រូវរលាយហើយមិនបាច់បារម្ភមិនរលាយទេថ្ងៃនេះខ្ញុំមកគឺមានទំនុកចិត្តពេញទំហឹងថានឹងយកការវិនិយោគពី Yen Shea បានឈៀវយ៉ាងខ្ញុំគឺ Hugh Semming មកពី Hugh Group លោកមកយឺតហើយការវិនិយោគរបស់ Yen Shea ជារបស់ខ្ញុំហើយលោកត្រឡប់ទៅវិញចុះអញ្ចឹងហេខ្ញុំគិតថាមិនប្រកាសទេដឹងឈៀវយ៉ាងលោកយល់ឲ្យច្បាស់ណាឥឡូវនេះអេទើបជាប៉ាតង់វិនិយោគដែលក្តៅគប់បំផុតប្រភពទុនទាំងអស់សុទ្ធតែដណ្ដើមគ្នាវិនិយោគលោកយកអ្វីមកប្រជែងនឹងខ្ញុំហាហាហាចុះបើខ្ញុំប្រាប់ថាប៉ាតង់នោះមិនមែនជារបស់លោកតែជារបស់ Anyone Technology វិញលោកមានន័យថាម៉េចអ្នកគ្រប់គ្រងយ៉ាងខ្ញុំទទួលដំណឹងថា Anyone Technology ពិតជាកំពុងស្រាវជ្រាវផ្នែក Quantum នេះមែនប៉ុន្តែលោកមានភស្តុតាងបញ្ជាក់ថាប៉ាតង់នេះជារបស់ពួកលោកទេពិតជាមានចូលមកវងឈៀងហេតុអ្វីឯងនៅទីនេះលោកហ៊ីវប៉ាតង់របស់លោកទិញពីគាត់មែនទេលោកដឹងថាគាត់ជាអ្នកណាទេគាត់ច្បាស់ជាអ្នកស្រាវជ្រាវបច្ចេកវិទ្យាហើយទេគាត់គឺជា hacker គាត់បានលួចឯកសារប៉ាតង់របស់ Anyone Technology បន្ទាប់មកលក់ឲ្យលោកដោយខុសច្បាប់ដូច្នេះហើយប៉ាតង់របស់លោកមិនមានប្រសិទ្ធភាពផ្លូវច្បាប់ទេខៀងដែលគេនិយាយជាការពិតទេលោកហ៊ីវសុំទោសផងលុយ30លានដែលលោកទិញប៉ាតង់ខ្ញុំសងលោកវិញទាំងអស់សងក្បាលឯងអីឯងធ្វើបាបខ្ញុំហើយដឹងខ្លួនទេត្រូវហើយប្រធានរបស់យើងបានផ្ដាំមកថាត្រូវបញ្ជូនពួកលោកទាំងពីរចូលគុកដើម្បីរៀនសូត្រពីច្បាប់ប៉ាតង់ឲ្យបានច្បាស់លាស់អ្នកគ្រប់គ្រងយ៉ាងខ្ញុំគឺជនរងគ្រោះខ្ញុំក៏ត្រូវគេបោកដែរខ្ញុំអង្វរលោកលើកលែងឲ្យខ្ញុំម្ដងទៅបានទេមិនបានអាឡូខ្ញុំចង់ប្តឹងប៉ូលីសណែនឹងសុំទោសគឺខ្ញុំល្ងងខ្ញុំភ្លើនាងជួយអង្វរអ្នកគ្រប់គ្រងយ៉ាងជំនួសខ្ញុំផងបានទេខ្ញុំមិនចង់ជាប់គុកទេលោកល្ងងលោកភ្លើអញ្ចឹងលោកទទួលខុសត្រូវខ្លួនឯងទៅខ្ញុំមិនចាប់អារម្មណ៍ហើយក៏មិនជូតគូតឲ្យលោកទៀតដែរលោកប្រធានចោលដូចអ្វីដែលលោកចង់បានកញ្ញាយិនបានបោះបង់ Hugh Semming ចោលទាំងស្រុងហើយល្អខ្ញុំដឹងហើយកូនស្រីកូនពិតជាដាច់ចិត្តម្លេះទោះជាមិនគិតដល់ម៉ាក់ក៏ត្រូវគិតដល់ Semming ដែរខ្ញុំនៅត្រូវមើលថែប៉ាម៉ាក់ទៀតគុណបំណាច់របស់ប៉ាម៉ាក់ចំពោះកូនតើកូនលែងគិតហើយឬប៉ាម៉ាក់ល្អចំពោះខ្ញុំណាស់ដូច្នេះខ្ញុំនឹងទៅសួរសុខទុក្ខពួកគាត់ Hugh Semming ហ៎បើមិនមែនមកពីនាងបំផ្លាញការវិនិយោគរបស់ Yen Shea នោះទេខ្ញុំចាំបាច់ដើរដល់ផ្លូវនេះទេ Hugh Semming លោកនៅមិនទាន់យល់ទៀតហេការវិនិយោគរបស់ Yen Shea មិនមែនខ្ញុំជាអ្នកបំផ្លាញទេគឺមកពីភាពមិនស្មោះត្រង់របស់លោកទើបធ្វើឲ្យគេដកទុនអ្នកណាដកអ្នកនាងគឺជាអ្នកស្នងរកតែមួយគត់របស់ Yen Shea
ជំនួយការលេងនិយាយត្រូវលោកស្រីយិនគឺជាអគ្គនាយកកម្ពុជារបស់យិន Group យិនណែអានមានន័យថានាងរៀបការជាមួយខ្ញុំ10ឆ្នាំនាងលាក់បាំងអត្តសញ្ញាណខ្លួនឯងរហូតនាងធ្វើដើម្បីការពារខ្លួនពីខ្ញុំហេតុផលដែលខ្ញុំលាក់បាំងគឺដើម្បីថែរក្សាមុខមាត់និងកិត្តិយសដ៏ឥតប្រយោជន៍របស់លោកតែពេលនេះមើលទៅលោកសំបីតែកិត្តិយសបន្តិចបន្តួចចុងក្រោយក៏គ្មានដែរណែប្រពន្ធសម្លាញ់បងមិនចង់ជាប់គុកទេប្រពន្ធជួយបងផងប្រពន្ធលោកស្រីយិនកិច្ចសហការរបស់យើងអាចបន្តបានហើយឬនៅសូមអញ្ជើញតាមពិតប៉ាតង់មួយនេះយើងមិនចង់ប្រកាសជាសាធារណៈលឿនពេកទេតែពេលនេះបែកការហើយកញ្ញាយិនអាចជ្រើសរើសវិនិយោគបានលោកស្រីយិនឥឡូវនេះកម្មសិទ្ធិប៉ាតង់ច្បាស់លាស់ហើយលោកស្រីកុំស្ទាក់ស្ទើរទៀតអីមែនហើយបើវិនិយោគគឺវិនិយោគលើប៉ាតង់នឹងឯងសុំទោសផងខ្ញុំមិនវិនិយោគទាំងអស់យិន Shay ពិតជាប្រឈមនឹងហានិភ័យវិនិយោគមែនប៉ុន្តែខ្ញុំមិនចូលចិត្តទទួលរបស់ដែលស្រាប់ទេដូច្នេះខ្ញុំសម្រេចចិត្តបដូរយុទ្ធសាស្ត្រយកលុយទៅអភិវឌ្ឍអាជីវកម្មផ្ទាល់ខ្លួនវិញម្យ៉ាងទៀតគម្រោងទាំងពីរនេះមិនចាំបាច់ដេញថ្លៃឡើយសហគ្រាសដែលធំជាងយិន Shay ច្បាស់ជាតម្រង់ជួរគ្នាដណ្ដើមយកមិនខានហេតុអ្វីបានជាអ្នកគ្រប់គ្រងហ្សែងទូចង់ឲ្យខ្ញុំវិនិយោគម្លេះឬមួយប្រធានដែលនៅពីក្រោយ Anyone Technology គឺជាមិត្តចាស់របស់ខ្ញុំហើយកំពុងលួចជួយខ្ញុំប្រធានចៅឆ្លើយយ៉ាងណាសារភាពតាមត្រង់ទៅមិនបានពេលនេះមិនទាន់ដល់ពេលទេប្រាប់ថាមានការរួចគេខ្លួនឲ្យលឿនទៅប្រធានចៅនិយាយថាបើលោកស្រីយិនមានបំណងវិនិយោគផ្សេងហើយអញ្ចឹងខ្ញុំមិនរំខានទេខ្ញុំនៅមានការខ្ញុំសុំទៅសិនហើយហាមនុស្សស្រីឆ្លាតគួរឲ្យខ្លាចណាស់ទីមួយណាត្រូវមួយនឹងប្រសិនបើឬមួយក៏ជាគេប្រធានចៅកញ្ញាយិនហាក់ដូចជាចាប់អារម្មណ៍ដឹងអ្វីម្យ៉ាងអំបញ្ញមិញនាងសម្លឹងមុខខ្ញុំដោយការសង្ស័យហើយសួរដេញដល់ខ្ញុំមិនបាននិយាយអ្វីដែលមិនគួរនិយាយទេមែនទេប្រហែលជាអត់ទេខ្ញុំនិយាយបាន2ម៉ាត់ក៏រត់មកតែម្ដងមិនអីទេណែគួរតែទីមិនដល់ថាជាខ្ញុំទេយ៉ាងណាមិញខ្ញុំបានបាត់ខ្លួនពីជីវិតនាង10ឆ្នាំហើយចុះលោកមានបំណងជួបកញ្ញាយិននៅពេលណាព្រោះថាលាក់ខ្លួនរហូតក៏មិនមែនជាដំណោះស្រាយដែរហើយរឿងវិនិយោគក៏បរាជ័យទៀតបើលោកនៅតែមិនសកម្មខ្លាចថានៅថ្ងៃមុខកាន់តែគ្មានឱកាសឯងនិយាយស្អីហ្នឹងការកញ្ញាយិនស្អាតដល់ថ្នាក់ហ្នឹងអ្នកតាមជប់ច្បាស់ជាមិនតិចទេបើលោកនៅតែអង្គុយរងចាំដល់ថ្ងៃណាកញ្ញាយិនរៀបការម្ដងទៀតលោកត្រូវចាំ10ឆ្នាំទៀតហើយមាត់ឯងនេះត្រាំថ្នាំពីសមែនទេតោះត្រឡប់ទៅក្រុមហ៊ុនវិញសិនណែប្រហែលជាខ្ញុំនៅមិនទាន់មានភាពក្លាហានប្រឈមមុខនឹងអូននិយាយពាក្យសុំទោសផ្ទាល់មាត់ខានជប់យូរហើយលោកប្រធានរៅអាហាខ្ញុំយកមួយចានត្រីកំប្រុកជូរអែមយកសាច់ជ្រូកអាំងទឹកឃ្មុំមួយទៀតបង្អែមយកនំអ៊ីរ៉ូអង្ករចុះខ្ញុំចាំបានថាពីមុនអូនចូលចិត្តញ៉ាំរបស់ទាំងនេះបំផុតថែមបន្លែឆាមួយមុខទៀតអរគុណចាស់ពីមុនអូនចូលចិត្តញ៉ាំផ្អែមបំផុតហើយដល់វ័យស្លើញ៉ាំសាបំលេះមែនហើយយ៉ាងណាក៏10ឆ្នាំកន្លងផុតទៅហើយចំណង់ចំណូលចិត្តក៏អាចប្រែប្រួលដែរគម្រោងរបស់ Anyone Technology ខ្ញុំនៅតែត្រូវអរគុណបងគឺព្រោះតែជំពាក់អូនទើបចង់សងអូនវិញខ្លះប៉ុន្តែអូននៅតែដូចមុនដដែលមិនចង់បានអ្វីទាំងអស់ណែការនោះគឺបងសុំទោសអូនបងមិនបាច់និយាយទេមូលហេតុនៃការបែកគ្នាការនោះក្រោយមកមានគេប្រាប់អូនហើយ
បើជាអូនវិញអូនក៏នឹងធ្វើការជ្រើសរើសដូចបងដែរដូច្នេះពាក្យសុំទោសទាំង3ម៉ាត់នេះបងមិនចាំបាច់និយាយទៀតទេហើយក៏មិនចាំបាច់យកអតីតកាលមកដាក់ជាសម្ពាធលើខ្លួនឯងដែរអញ្ចឹងអូនពិតជាបងបានអស់ហើយមែនទេរួមទាំងវាបានកន្លងផុតទៅហើយមិនអញ្ចឹងហេណែន10ឆ្នាំមកនេះគ្មានថ្ងៃណាដែលបងមិនស្ដាយក្រោយទេបងមិនចង់បាត់បង់អូនទេអូនអាចផ្ដល់ឱកាសឲ្យបងម្ដងទៀតបានទេអូនទើបតែបញ្ចប់អាពាហ៍ពិពាហ៍មួយឥឡូវនេះនិយាយរឿងចាប់ផ្ដើមសារជាថ្មីចំពោះបងនិងអូនសុទ្ធតែមិនយុត្តិធម៌មិនអីទេបងអាចរងចាំបានរងចាំដល់ថ្ងៃដែលអូនត្រៀមខ្លួនរួចរាល់មិនមែនគ្រាន់តែរឿងពេលវេលាទេអូនមានផ្ទៃពោះហើយអូនចង់ផ្ដល់មនោសញ្ចេតនាទាំងអស់សម្រាប់ជីវិតតូចមួយដែលហៀបនឹងកើតមកដូច្នេះការសុំទោសរបស់បងអូនទទួលយកទាំងអស់ប៉ុន្តែការរងចាំរបស់បងអូនពិតជាមិនអាចទទួលយកបានទេពួកយើងគួរតែដើរទៅមុខរៀងខ្លួនបានអញ្ចឹងថ្ងៃក្រោយពួកយើងធ្វើជាមិត្តភក្តិនឹងគ្នាអាឡូម៉ាក់មានការអីមែនទេអាឡូម៉ាក់មានការអីមែនទេណែណាម៉ាក់មិនមានការអីទេគ្រាន់តែថាបើកូនមានពេលមកញ៉ាំបាយចូលឆ្នាំនៅផ្ទះផងណាបានខ្ញុំនឹងត្រឡប់ទៅវិញម៉ាក់ឡម៉ាក់ដឹងថានាងនៅមានមនោសញ្ចេតនាចំពោះប៉ាម៉ាក់និងចំពោះផ្ទះរបស់យើងកូនប្រុសបើលើកនេះនៅតែមិនអាចអូសទាញញ៉ែនមកវិញបានទេកូនបងដៃទៅចុះម៉ាក់កុំបារម្ភអីលើកនេះច្បាស់ជាបានសម្រេចជាបេបងអាចជួយអូនមួយរឿងបានទេពិតជាបានអូននិយាយមកចោះទោះរឿងអ្វីក៏ដោយអញ្ចឹងបងជួយធ្វើជាអ្នកការពារអូនម្ដងបានទេច្រើនឆ្នាំហើយទើបតែឃើញកូនចូលផ្ទះបាយលើកទី1នឹងឯងថ្ងៃនេះខ្ញុំចង់ឲ្យណែនបានភ្លក់ទ្វេដៃរបស់ខ្ញុំផ្ទាល់អាហាណែនមកហើយនេះគឺប៉ាម៉ាក់នេះគឺយ៉ាវឈើបេជាបេនេះគឺប៉ាម៉ាក់ខ្ញុំជំរាបសួរលោកពូលោកមីងជំរាបសួរហាយ៉ាវឈើបេគឺសង្សារចាស់របស់នាងមែនទេខ្ញុំធ្លាប់តាក់ទងជាមួយណែនអាចភ្ជាប់និស្ស័យជាមួយនាងម្ដងទៀតគឺជាសំណាងរបស់ខ្ញុំហើយក៏អរគុណលោកដែរណែពួកយើងកំពុងជួបជុំគ្នាបាយថ្ងៃបុណ្យចូលឆ្នាំនាងនាំអ្នកក្រៅមកធ្វើអីលោកហ៊ីវលោកនៅក្នុងពេលអាពាហ៍ពិពាហ៍អាចនាំស្រីផ្សេងមកផ្ទះបានណែបានលែងលេះជាមួយលោកហើយនាំមិត្តភក្តិមកញ៉ាំបាយមិនបានឬមុខមាត់របស់លោកពិតជាក្រាស់មែនរឿងគ្រួសាររបស់ខ្ញុំពេលណាដល់វេនអ្នកក្រៅដូចឯងមកលូកមាត់ជាបេមិនមែនជាអ្នកក្រៅទេគាត់គឺជាប៉ារបស់កូនខ្ញុំម៉ាក់ស្អីគេកូនក្នុងពោះរបស់នាងជារបស់គេពួកនាងបានហើយថ្ងៃបុណ្យចូលឆ្នាំឆ្លុះគ្នាធ្វើអីណែណាឆាប់ចូលក្នុងមកដល់មកញ៉ាំបាយហើយត្រូវហើយញ៉ាំបាយសិនម្ហូបត្រជាក់អស់ហើយណែថ្ងៃនេះនាងត្រូវញ៉ាំឲ្យច្រើនណាម្ហូបមួយទៅនេះសុទ្ធតែហឺមិនដឹងទេថានាងមិនចេះញ៉ាំហឺពួកលោកទាំងពីរអ្នកណាធ្វើម្ហូបអាហាគឺខ្ញុំធ្វើប្រហែសអ្នកទាំងអស់គ្នាញ៉ាំមុនចុះខ្ញុំទៅឆាបន្លែឲ្យណែមួយមុខសិនមិនបាច់ទេប៉ាខ្ញុំក៏មិនឃ្លានប៉ុន្មានដែររៀបការជាមួយណែ10ឆ្នាំហើយសូម្បីតែចំណូលចិត្តរបស់ណែក៏មិនដឹងផងនៅចង់ឲ្យណែងាកក្រោយទៀតសុទ្ធតែយកសប្តិហើយខ្ញុំប៉ាម៉ាក់
សិនមិញពួកគាត់ថ្ងៃនេះហៅខ្ញុំមកច្បាស់ជាមានការអ្វីហើយមែនទេណែនសិនមិញគេបានធ្វើរឿងល្ងងខ្លៅជាច្រើនតែខុសចំពោះកូនថ្ងៃក្រោយម៉ាក់នឹងខាត់គេមិនឲ្យគេទៅរំខានកូនទៀតទេមែនហើយរឿងប៉ាតង់នេះប្រសិនបើតាមផ្លូវច្បាប់គេប្រហែលជាត្រូវជាប់គុកហើយនៅក្បែរខ្លួនមានតែរបស់មិនបានការមួយនឹងតើកូនអាចយកដល់មុខមនុស្សចាស់ទាំងពីរអ្នកនេះជួយគេម្ដងទៀតជាលើកចុងក្រោយបានទេកុំឲ្យមួយជីវិតរបស់គេត្រូវបំផ្លាញចោលអីប៉ាម៉ាក់រឿងមួយនេះខ្ញុំជួយមិនបានទេប៉ុន្តែពួកគាត់អាចសួរឈេបេថាគាត់យល់ព្រមដកពាក្យបណ្ដឹងឬអត់សួរគេជានរណាគេគឺជាប្រធានរបស់ Anyone Technology ត្រឹមត្រូវគឺខ្ញុំឈេបេចាត់ទុកថាមីងអង្វរឯងចុះលើកនេះឯងអាចលើកលែងឲ្យកូនប្រុសមីងបានទេបានគឺបានប៉ុន្តែខ្ញុំមានលក្ខខណ្ឌមួយឲ្យតែគេស្គាល់ថាថ្ងៃក្រោយឈប់បង្ហាញខ្លួននៅចំពោះមុខនាងទៀតរាល់ការប្តឹងផ្តល់ចំពោះគេខ្ញុំនឹងដកចេញទាំងអស់ឆ្លៀតឱកាសគៀបសង្កត់ហេលោកត្រូវដឹងខ្ញុំជាអ្នកជំនួញមិនដែលរកស៊ីខាតទេដល់ពេលណាហើយនៅមាត់រឹងទៀតខ្ញុំយល់ព្រមណែនខ្ញុំនឹងរងចាំនាងជានិច្ចណែនប្រយ័ត្នឈេបេគ្រូពេទ្យថាម៉េចខ្លះណែនយ៉ាងម៉េចហើយនៅទីនេះមានខ្ញុំហើយលោកអាចទៅបានហើយណែនមិនត្រូវការយកចិត្តទុកដាក់ខ្លាំងៗរបស់លោកទេឯងមានន័យថាម៉េចឯងបន្ទោសថាខ្ញុំមិនបានជួយណែនមែនទេខ្ញុំប្រាប់ឯងឲ្យដឹងពេលនោះខ្ញុំគ្រាន់តែប្រតិកម្មមិនទាន់ប៉ុណ្ណោះទេណែនបានឃើញច្បាស់ណាស់ពេលនោះឡានមួយគ្រឿងនោះគឺសម្ដៅមកគ្រប់ណែនប៉ុន្តែក្នុងមួយវិនាទីនោះអ្វីដែលលោកជ្រើសរើសគឺការពារខ្លួនឯងមិនខ្វល់ពីណែនទេតបឆ្នាំមុនខ្ញុំចាក់ចេញពីណែនគឺដោយសារខ្ញុំកំសាកប៉ុន្តែខ្ញុំមិនដែលធ្វើឲ្យនាងមានគ្រោះថ្នាក់ទេចុះលោកវិញមាត់ចេះតែនិយាយថាស្រឡាញ់នាងស្ដាយក្រោយចង់សងនាងវិញប៉ុន្តែនៅចំពោះមុខគ្រោះថ្នាក់ប្រតិកម្មពីសភាពកត់របស់លោកបានលាតត្រដាងលោកហើយលោកស្រឡាញ់តែខ្លួនឯងប៉ុណ្ណោះមិនសមនឹងនិយាយថាស្រឡាញ់នាងទេមិនមែនទេខ្ញុំសារភាពខ្ញុំបានហែកមុខមាត់ដ៏ស្រស់ស្អាតដែលខ្ញុំខំកុហកខ្លួនឯងចោលខ្ញុំពិតជាបាត់បង់សិទ្ធិឈរនៅក្បែរនាងទាំងស្រុងហើយសាច់ញាតិអ្នកជំងឺមិនមានអ្វីធ្ងន់ធ្ងរទេអាចចូលទៅមើលថែបានហើយមើលថែនាងឲ្យល្អណែនអូនដឹងខ្លួនហើយនៅឈឺទេឈេបេអរគុណដែលបានជួយអូនសីតុណ្ហភាពល្មមហើយញ៉ាំទឹកបន្តិចទៅឈីបេហឹមអរគុណដែលជួយជីវិតអូននិងអរគុណដែលមើលថែអូនពេញមួយយប់ប្រសិនបើអូនព្រមបងចង់មើលថែអូនរហូតការពារអូនពិតជាកុំចំណាយពេលលើអូនច្រើនពេកអីណែនហេតុអ្វីឆ្លងកាត់រឿងរ៉ាវច្រើនយ៉ាងនេះពេលនេះអូនដឹងច្បាស់ជាងពេលណាទាំងអស់ថាខ្លួនឯងចង់បានអ្វីពេលនេះអូនគ្រាន់តែចង់ការពារកូនម្នាក់នេះឲ្យបានល្អរឿងផ្សេងទៀតអូនគ្មានចិត្តហើយក៏គ្មានកម្លាំងទៅគិតទៀតដែរអូនសំនឹងទទួលបានអនាគតល្អជាងនេះមិនមែនជាប់គាំងក្នុងអតីតកាលទេពួកយើងគួរតែបើកទំព័រថ្មីហើយអាហាអូនតែងតែមានស្មារតីច្បាស់លាស់ដឹងថាខ្លួនឯងចង់បានអ្វីអញ្ចឹងបងអាចសួរអូននៅសំណួរច្បាស់លាស់មួយបានទេកូនម្នាក់នេះតើជារបស់ Hugh Semingman ឬអត់បើអូនបដិសេធបងដោយសារតែកូនម្នាក់នេះអញ្ចឹងអូនអាចទុកចិត្តបានទោះបីកូនជារបស់គេបងក៏នឹងចាត់ទុកដោយកូនបង្កើតដែរ
កូនមិនមែនជារបស់គេទេគឺបង្កកំណើតក្នុងកែវជាវិធីតែមួយគត់ដែលអូនអាចមានកូនបានចំណែកឯពុកជីវសាស្ត្ររបស់កូនគឺជាអ្នកណាអូនក៏មិនដឹងដែរតែគេគឺជាកូនរបស់អូនប៉ុណ្ណឹងគ្រប់គ្រាន់ហើយអូនតែងតែអាចរៀបចំអ្វីបានយ៉ាងល្អដល់ថ្នាក់ហាក់ដូចជាមិនត្រូវការឲ្យនរណាម្នាក់ចូលក្នុងជីវិតអូនសូម្បីតែបន្តិចជាបេបងស្ដាប់ឲ្យច្បាស់ណាទី1អូនលែងបន្ទោសបងយូរហើយបងមិនចាំបាច់យកចិត្តទុកដាក់លៀងបាបឬចង់សងមកប្រឈមមុខនឹងអូនទេទី2និងសំខាន់បំផុតអូនប្រហែលជាមិនអាចស្រឡាញ់បងជារៀងរហូតហេតុអ្វីទៅជាបងអាយុ20ឆ្នាំចូលចិត្តញ៉ាំផ្អែមតែដល់អាយុ30ស្រាប់តែឈប់ញ៉ាំពេលនេះទើបបងយល់អ្នកនឹងចំពោះបងគឺនៅត្រឹមវ័យ20ឆ្នាំដ៏ស្រស់បំព្រងចំណែកបងបានខកខានយុវវ័យរបស់នាងទាំងមូលទៅហើយខ្ញុំធ្លាប់គិតថាស្នេហាគឺជាការលះបង់អ្វីទាំងអស់ជាអន្លង់ដែលគ្មានផ្លូវថយក្រោយសម្រាប់ស្នេហាគ្រាដំបូងខ្ញុំបានផ្ដល់យុវវ័យទាំងមូលនឹងការទុកចិត្តដោយគ្មានលាក់លៀមអ្វីដែលទទួលបានគឺការចាក់ចេញដោយមិនសប្បាយចិត្តសម្រាប់អាពាហ៍ពិពាហ៍ខ្ញុំបានប្រគល់ខ្លួនដោយគ្មានលាក់លៀមនឹងការសម្របសម្រួលថយក្រោយម្ដងហើយម្ដងទៀតអ្វីដែលទទួលបានគឺជាការក្បត់ដ៏ឈឺចាប់និងការមើលងាយជាយូរអង្វែងខ្ញុំប្រៀបដូចជាអ្នកជឿសុបម្នាក់ដែលយកមនោសញ្ចេតនាដ៏មានតម្លៃបំផុតធ្វើជាគ្រឿងបូជាប៉ុន្តែបែរជាត្រូវនៅក្បែរអាសនៈតែម្នាក់ឯងដើម្បីសម្អាតភាពរញ៉េរញ៉ៃរហូតដល់ជីវិតតូចមួយនេះបង្ហាញខ្លួនក្នុងខ្លួនខ្ញុំទើបតែយល់ថាស្នេហាពិតប្រាកដមិនគួរជាការដេញតាមដែលប្រើប្រាស់ថាមពលអស់ពីខ្លួននោះទេស្នេហាគឺដូចជាការដកដង្ហើមវាកើតឡើងដោយធម្មជាតិនៅពេលវេលាដ៏ត្រឹមត្រូវខ្ញុំនៅពេលនេះទទួលយកកាដូនិងមេរៀនទាំងអស់ដែលជីវិតផ្ដល់ឲ្យអនុញ្ញាតឲ្យអ្វីកើតឡើងអនុញ្ញាតឲ្យរឿងរ៉ាវមានទីបញ្ចប់ដោយខ្លួនឯងអនុញ្ញាតឲ្យចិត្តមនុស្សប្រែប្រួលនិងអនុញ្ញាតឲ្យខ្លួនឯងលែងតម្កល់ស្នេហាទុកលើអាសនៈទៀតពេលនេះខ្ញុំទើបតែយល់ច្បាស់ការស្រឡាញ់ខ្លួនឯងទើបជាចំណុចចាប់ផ្ដើមនៃភាពរ៉ូមែនទិកពេញមួយជីវិតនេះគឺជាសម្បត្តិស្នេហាមួយច្បាប់ដែលខ្ញុំសរសេរជូនខ្លួនឯង